ការស្អប់ខ្ពើមផ្លូវភេទអាចមានមូលហេតុច្រើនការធ្វើរោគវិនិច្ឆ័យបឋមរបស់ខ្ញុំគឺថាវាកើតពីរបួសផ្លូវចិត្តក្នុងវ័យកុមាររបស់អ្នកការឃើញឪពុករបស់អ្នកមានរឿងស្នេហាក្រៅគ្រួសារនោះហើយជាឫសគល់នៃការស្អប់ខ្ពើមផ្លូវភេទរបស់អ្នកដូច្នេះតើត្រូវព្យាបាលយ៉ាងដូចម្តេចខ្ញុំស្នើឲ្យអ្នកសាកល្បងការព្យាបាលដោយការជំរុញរកនារីម្នាក់ដែលអាចបង្រៀនមេរៀនដល់អ្នកហេរតនាកុំដើរលឿនម្លេះដូច្នេះតើវិជ្ជបណ្ឌិតតារានិយាយអីដូចគ្នានឹងអ្វីដែលអ្នកឯកទេសផ្សេងទៀតបានណែនាំវ៉យអ្នកដែលខ្លាំងពូកែនឹងមិនអាចប៉ះពាល់បាននាយកប្រតិបត្តិក្រុមហ៊ុនវិទ្យាសាស្ត្ររតនាត្រូវបានបន្ទាបពីមហាសេដ្ឋីទៅជាទីសកលក្រមនារីខ្លះបើរឿងនេះចេញទៅមនុស្សនឹងស្លាប់ដោយសារសាយទៅឆ្ងាយទៅអញ្ចឹងកុំបដិសេធការពិតសាកល្បងអ្វីដែលគ្រូពេទ្យណែនាំឲ្យមុនប្រហែលជាវាអាចដំណើរការមិនអាចទេហេតើអ្នកពិតជាចង់ឲ្យគ្រួសាររតនាបញ្ចប់នៅក្នុងដៃគូរបស់អ្នកកុំភ្លេចគឺគាត់ទេពេលដែលម្ដាយអ្នកកំពុងស្លាប់ចាប់ប្រកាន់ឪពុកអ្នកថាមានរឿងស្នេហាក្រៅគ្រួសារហើយបានសម្លាប់ម្ដាយអ្នកហើយជីតារតនាបានបញ្ជាក់ឲ្យច្បាស់អ្នកណាដែលមានកូនមុនគេនឹងក្លាយជាមេគ្រួសាររតនាខ្ញុំមិនបានភ្លេចទេប៉ុន្តែប៉ុន្មានឆ្នាំនេះតើអ្នករាល់គ្នាមិនបានបោះនារីឲ្យខ្ញុំគ្រប់គ្រាន់ទេសូម្បីតែប៉ះពួកគេធ្វើឲ្យខ្ញុំឈឺមិននិយាយដល់ការឲ្យពួកគេធ្វើជាចៅហ្វាយរបស់ខ្ញុំអញ្ចឹងកុំនិយាយរឿងនេះនិយាយពីនោះយប់នេះសុខាត្រឡប់មកប្រទេសវិញខ្ញុំបានរៀបចំការជួបជុំជួយខ្ញុំបន្តិចអ្នកត្រូវតែមកយោពោហេចាំខ្ញុំវាជាកំហុសខ្ញុំទេដែលឈឺទីអ្នកឲ្យលំបាកបែបនេះបើមិនដូច្នេះទេអ្នកមិនបាច់ធ្វើការលំបាកប៉ុណ្ណេះទេធ្វើការទាំងថ្ងៃទាំងយប់អ្នកចិញ្ចឹមខ្ញុំតែម្នាក់ឯងបើគ្មានអ្នកទេខ្ញុំមិនមានថ្ងៃនេះទេលើពីនេះខ្ញុំនៅក្មេងខ្ញុំគួរតែខិតខំធ្វើការហើយរកលុយខ្លះអូកូនឈួតយាយកុំបារម្ភខ្ញុំត្រូវទៅធ្វើការឥឡូវនេះខ្ញុំនឹងនិយាយជាមួយអ្នកក្រោយខ្ញុំនឹងទៅលេងអ្នកនៅមន្ទីរពេទ្យថ្ងៃក្រោយរតនាខ្ញុំយកស្រាមួយដ៏ល្អណាស់មកបន្តិចទៀតអ្នកគួរតែញ៉ាំប៉ុន្មានកែវជំរាបសួរស្រាក្រហមដែលអ្នកបានបញ្ជាអាយ៉ាយខ្ញុំមិនជឿថាខ្ញុំពិតជាមានប្រតិកម្មចំពោះនាងអាក្រក់ណាស់ខ្ញុំមិនជឿថាខ្ញុំមានប្រតិកម្មរាងកាយចំពោះនាងសាររបស់ខ្ញុំអញចាប់ដៃរបស់អញហើយឬនៅខ្ញុំសុំទោសច្រើនណាស់លោកវាជាការចៃដន្យចំពោះការខូចខាតវិញខ្ញុំនឹងសងអ្នកវិញខ្ញុំពិតជាសុំទោសណាស់ឯងនេះជាអ្នកដឹកជញ្ជូនស្រីថោកឯងទៀតហើយចាំអញ្ចឹងឯងពីរអ្នកស្គាល់គ្នាសប្តាហ៍មុននាងចិត្តណាធ្វើឧបទ្ទហេតុនោះខ្ញុំត្រូវបានឃុំខ្លួនពីបទបៀតបៀនតាមអ៊ីនធឺណិតដោយសារនាងខ្ញុំត្រូវភៀសខ្លួនចេញពីប្រទេសសុំទោសអ្នកនាងសប្តាហ៍មុនវាច្បាស់ជាអ្នកបើកឡានស្រវឹងឆ្លងកាត់ភ្លើងក្រហមហើយបុកខ្ញុំនោះហើយជាមូលហេតុដែលអ្នកត្រូវបានចាប់ខ្លួនកុំហ៊ានបង្វែររឿងឯងកំពុងតែប្រឌិតរឿងប្រយ័ត្នមាត់ឬខ្ញុំនឹងប្តឹងពីបទបង្កាច់បង្ខូចខ្ញុំមានភស្តុតាងខ្ញុំមិនខ្លាចអ្នកទេអូខេយើងមកទីនេះដើម្បីស្វាគមន៍ការវិលត្រឡប់របស់អ្នកដូច្នេះយើងទុករឿងមិនល្អទាំងនោះចោលអ្នកអាចចាក់ចេញឥឡូវនេះលោកសុំទោសម្ដងទៀតស្រីនោះនាងហ៊ានបំផ្លាញផែនការរបស់ខ្ញុំនាងនឹងសងវិញនោះពិតជាអាម៉ាស់ណាស់លោករតនាយើងទើបតែទទួលដំណឹងពីភូមិគ្រីស្ទបុរាណស្រីកំណានរបស់ពូអ្នកមានផ្ទៃពោះអីយោងតាមច្បាប់របស់លោកតានោះប្រមុខគ្រួសាររតនានឹងខ្លាយជាពូអ្នកនឹងមែនទេរតនាហេតុអ្វីអ្នកមិនរៀបការជាមួយខ្ញុំអាចផ្ដល់កូនឲ្យអ្នកបានច្បាស់និងធានាតំណែងអ្នកជាប្រមុខគ្រួសារអ្នកនឹងសុខាជាគូស្នេហ៍តាំងពីក្មេងហេតុអ្វីមិនអ្នកទាំងពីរសាកល្បងអ្វីដែលគ្រូពេទ្យណែនាំគ្រប់គ្រាន់ហើយជាមួយគំនិតអាក្រក់ហេស្វែងយល់គ្រប់យ៉ាងអំពីអ្នកបម្រើនោះពីបន្ទប់ឯកជនយប់នេះលោករតនាតើអ្នកមិនធ្លាប់មានការស្អប់ខ្ពើមរាងកាយចំពោះស្ត្រីទេខ្ញុំនឹងមិនដែលទុកឲ្យប៊ុនធឿនក្លាយជាប្រមុខគ្រួសាររតនានាយកខ្ញុំបានឬចៅវាយចង់ជួបខ្ញុំលោករតនានាងមកដល់ហើយលោក
នេះគឺជាប្រធានក្រុមហ៊ុនវិទ្យាសាស្ត្ររតនៈដែលជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងមន្ទីរពេទ្យយើងទៅចុះជំរាបសួរគាត់ខ្ញុំសួស្ដីចៅវាយអូអត់ទេគាត់ជាចៅវាយធំអ្វីដែលខ្ញុំបានធ្វើយប់នោះដូចជាចិត្តខ្លាចខ្មុំខ្ញុំគិតអីហ្នឹងគាត់មកពីចម្ងាយមករករឿងមែនទេអ្នកអាចចេញទៅបានខ្ញុំត្រូវការនិយាយជាមួយនាងតែម្នាក់ឯងបាទចៅវាយចៅវាយចង់ជួបខ្ញុំមែនទេមានអ្វីឲ្យខ្ញុំជួយឈ្មោះរបស់អ្នកគឺស្រីលក្ខបាទខ្ញុំស្នើឲ្យអ្នកសាកល្បងការព្យាបាលដោយការជំរុញរកមនុស្សស្រីម្នាក់ឲ្យបង្រៀនមេរៀនដល់អ្នកអ្វីដែលអ្នកបានធ្វើយប់នោះធ្វើវាម្ដងទៀតចៅវាយវាគ្រាន់តែជាឧបទ្ទហេតុនៅថ្ងៃនោះទេខ្ញុំនឹងទទួលទោសអ្វីក៏ដោយដែលអ្នកដាក់ប៉ុន្តែទោះបីអ្នកផ្ដល់ឲ្យខ្ញុំនៅភាពក្លាហាន100ដងក៏ដោយខ្ញុំក៏មិនហ៊ានប្រមាថអ្នកបែបនោះម្ដងទៀតទេតើអ្នកមិនសប្បាយទេពេលអ្នកប៉ះខ្ញុំធ្វើម្ដងទៀតមកតើវាពិបាកមែនទេប៉ះ1ដង$200,000ខ្ញុំមិនចង់បានទេមិនគ្រប់គ្រាន់សម្រាប់អ្នកទេ$1 លានខ្ញុំមិនចង់បានទេវាមិនមែនជាបញ្ហាលុយទេដូច្នេះតើអ្នកចង់បានអ្វីអ្នកជាមនុស្សពីលខ្ញុំពិតជាមិនចង់បានអ្វីទេតើអាចទេថាខ្ញុំពិតជាមនុស្សជោគចិត្តជាចាប់តើនាងពិតជាអាចជាចៅវាយរបស់ខ្ញុំតើអ្នកជានរណាហ៊ានវាយខ្ញុំទេត្រូវហើយខ្ញុំវាយអ្នកប្តីខ្ញុំទៅតែវះកាត់ព្រោះអ្នកនៅពេទ្យយប់កាលពីម្សិលមិញហើយធ្វើការមិនប្រយ័ត្នក្នុងការដើរពិនិត្យគាត់បានឆ្លងមេរោគទឹកនោមពេលនេះមុខរបួសគាត់បានឆ្លងម្ដងទៀតអត់ទេមិនមែនខ្ញុំទេដែលនៅពេទ្យយប់ម្សិលមិញវាគឺអ្នកទេដែលធ្វើការខុសភារកិច្ចហើយពេលនេះអ្នកហ៊ានចាប់ប្រកាន់ខ្ញុំទេខ្ញុំអត់បញ្ជីឈ្មោះអ្នកនៅពេទ្យយប់ម្សិលមិញមិនមានឈ្មោះខ្ញុំទេទៅពិនិត្យមើលដោយខ្លួនឯងដូច្នេះអ្នកកំពុងនិយាយថាមនុស្សគ្រប់គ្នានៅក្នុងស្ថានីយ៍គិលានុបដ្ឋាករបស់យើងពីការភ្នែកថាខ្ញុំចាប់ប្រកាន់អ្នកប្រាប់គេតើនរណាជាអ្នកនៅពេទ្យយប់ម្សិលមិញពិតប្រាកដវាគឺស្រីលក្ខអ្នកជាឆ្កេងញីហ៊ានកុហកខ្ញុំថ្ងៃនេះខ្ញុំនឹងហែកអ្នកជាដុំទោះជាវាជារឿងចុងក្រោយដែលខ្ញុំធ្វើក៏ដោយលេងស្លាប់លេងនរណាម្នាក់ជួយផងអូចៅវាយធំលេងខ្ញុំនោះហើយគាត់មានរឿងអីនោះហើយនាងខ្ញុំមិនបាននៅបំពេញការងារយប់នឹងទេអ្នកជំងឺមានអាសន្នប្រធានគិលានុបដ្ឋាយិកាទូចថាវាជាការធ្វើប្រហែសរបស់នាងឯងហ៊ាននិយាយបង្កាច់ខ្ញុំឯងគ្មានអ្នកណាប៉ះពាល់មនុស្សរបស់ខ្ញុំទេនៅចំពោះមុខខ្ញុំសុំទោសណាស់ស្រីលក្ខវាជាទង្វើរបស់ប្រធានគិលានុបដ្ឋាយិកាទាំងអស់នាងបង្ខំឲ្យខ្ញុំនិយាយបែបនេះអ្នកដឹងទេថានាងជាមនុស្សបែបណាខ្ញុំគ្មានជំរឿទេលោករតនៈគុំស្ដាប់ស្ត្រីទាំងនេះទាញយកវីដេអូសន្តិសុខយប់មិញមកបាទលោកទេលោករតនៈអ្នកមិនអាចពិនិត្យវីដេអូនោះបានទេលោករតនៈបន្ទប់មួយក្រែមួយហៅខ្ញុំមិនចង់ឃើញនាងនៅមន្ទីរពេទ្យនេះទៀតទេលោករតនៈខ្ញុំដឹងថាខ្ញុំខុសហើយលោករតនៈសូមអ្នកមិនអាចបណ្ដេញខ្ញុំចេញបានទេសម្អាតភាពប្រញ៉េញញ៉ៃនេះឲ្យបានត្រឹមត្រូវបើមិនដូច្នេះទេអ្នកនឹងមិនគ្រប់គ្រងមន្ទីរពេទ្យនេះទៀតទេបាទលោកអ្នកគិតថាអ្នកកំពុងធ្វើអីលេងខ្ញុំកុំបារម្ភលោករតនៈកញ្ញាស្រីលក្ខមានតែស្នាមរបួសតូចតាចប៉ុណ្ណោះថ្នាំលេបខ្លះនឹងធ្វើឲ្យនាងជាសះស្បើយវិញយល់ហើយអ្នកគិតថាអ្នកកំពុងធ្វើអីអ្នកកំពុងធ្វើអ្វីកំពុងលាបថ្នាំខ្ញុំអាចធ្វើដោយខ្លួនឯងបានយើងធ្លាប់នៅទីតាំងជិតស្និទ្ធជាងនេះទៅទៀតខ្មាស់គេអីទៀតមានរឿងអី
Nè, đồng ham nè khlang bệ. Vì nhẹ. រួចហើយ Ở con chờ vải. ហើយ Hai ấy. ខ្ញុំ ខ្ញុំគ្រាន់តែខ្ញុំមិនគួរវាអ្នកទេខ្ញុំដឹងថាខ្ញុំខុសខ្ញុំសុំទោស ការសុំទោសត្រូវបង្ហាញពីចិត្តពិតប្រាកដខ្លះ មានន័យយ៉ាងម៉េច យល់ព្រមតាមលក្ខខណ្ឌមួយអញ្ចឹងទើបខ្ញុំអត់ទោសរៀបការជាមួយខ្ញុំមានកូនឲ្យខ្ញុំ ចៅហ្វាយខ្ញុំមិនមែនជាមនុស្សក្នុងរង្វង់របស់អ្នកទេហើយខ្ញុំក៏គ្មានចំណងចម្លែកអីដែរសូមអ្នកអនុញ្ញាតឲ្យខ្ញុំទៅ អ្នកអាចរៀនបាន ខ្ញុំមិនអាចទេហើយខ្ញុំក៏មិនមែនជាមនុស្សដែលអាចរៀនបានដែររកអ្នកផ្សេងទៅ ដូច្នេះអ្នកមិនខ្វល់ពីយាយរបស់អ្នកទៀតទេ តើអ្នកនឹងធ្វើអ្វីដល់យាយខ្ញុំ បើអ្នកយល់ព្រមតាមលក្ខខណ្ឌខ្ញុំនឹងមិនធ្វើអ្វីនាងទេខ្ញុំថែមទាំងនឹងចេញថ្លៃវះកាត់បេះដូងរបស់នាងទៀតផងតាមដែលខ្ញុំដឹងអ្នកកំពុងសន្សំប្រាក់ដើម្បីចំណាយវះកាត់យាយអ្នកមែនទេ អ្នកបានស៊ើបអង្កេតខ្ញុំ ត្រូវហើយពេលកិច្ចសន្យាចប់ខ្ញុំនឹងឲ្យអ្នក$50 លានបើអ្នកមិនពេញចិត្តនឹងលក្ខខណ្ឌដែលខ្ញុំផ្ដល់ឲ្យយើងអាចចរចាគ្នាបាន រឿងនេះមិនតាក់ទងនឹងលុយទេចៅហ្វាយខ្ញុំសូមអង្វរសូមអ្នកអនុញ្ញាតឲ្យខ្ញុំទៅអ្នកកំពុងធ្វើអ្វីហេអ្នកកំពុងធ្វើអី តើអ្នកកំពុងគិតពីអ្វីខ្ញុំ ប្រគល់វាមកវិញប្រគល់វាមកឲ្យខ្ញុំវិញ អ្នកមានពេល7ថ្ងៃដើម្បីគិតពេលអ្នកសម្រេចចិត្តរួចហើយតាក់ទងខ្ញុំនៅពេលណាក៏បាន ខ្ញុំនឹងមិនធ្វើទេ គិតល្អិត ខ្ញុំពិតជាមិនព្រមព្រៀងនឹងរឿងដែលគួរឲ្យអស់សំណើចនេះទេយករបស់អ្នកទៅ ខ្ញុំមិនយករបស់ដែលខ្ញុំបានឲ្យមកវិញទេនោះមិនមែនជារបៀបដែលខ្ញុំធ្វើទេ អ្នក ខ្ញុំ នេះយក អញ្ចឹងលោករតនបានផ្ដល់ការណែនាំចាប់ពីពេលនេះទៅអញ្ចឹងអ្នកគ្រាន់តែត្រូវការធ្វើការវិញថ្ងៃអ្នកមិនចាំបាច់ធ្វើការវិញទៀតទេនិយាយត្រង់ទៅអ្នកសុភាពពេកហើយជាមួយលោករតនជាការគ្រប់គ្រងដ៏ខ្លាំងរបស់អ្នកហើយអ្នកមិនបាននិយាយសំបីតែមួយម៉ាត់ ទេនេះយកស្រីលាក់តើអ្នកស្គាល់ចៅវាយធំនៅពេលណាខ្ញុំមិនមែនទេចៅវាយធំនឹងខ្ញុំចៅវាយនឹងខ្ញុំពិតជាគ្មានអ្វីទេគាត់ការពារអ្នកពិតប្រាកដណាស់តើអ្នកទាំងពីរឆ្លោះគ្នាមែនទេអូជប់ស្មានអីច្រើនទៅអ្នកណាប្រាប់ឲ្យអ្នកចូលជ្រៀតការងារខ្ញុំឥឡូវនេះមិត្តរួមការងាររបស់ខ្ញុំទាំងអស់ពួកគេទាំងអស់គិតថាមានអ្វីមួយរវាងពួកយើងតើខ្ញុំនឹងប្រឈមមុខនឹងពួកគេយ៉ាងដូចម្តេចចាប់ពីពេលនេះទៅ បើអ្នកយល់ព្រមតាមលក្ខខណ្ឌរបស់ខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងរឿងរបស់អ្នកទេ អ្នកជាមនុស្សពីលខ្ញុំក្នុងបន្ទប់លេខ5408បានស្នើសុំសេវាកម្មរបស់អ្នកជាពិសេសបើអ្នកបំពេញការងារបានល្អអ្នកអាចរកប្រាក់បានគ្រប់គ្រាន់ក្នុងមួយយប់សម្រាប់ថ្លៃព្យាបាលជីដូនរបស់អ្នកសួស្តីគឺអ្នកឯងគួរឲ្យភ្ញាក់ផ្អើលណាស់សូមឲ្យការងារនឹងរឿងផ្ទាល់ខ្លួនដាច់ពីគ្នាការរកលុយសម្រាប់ព្យាបាលជីដូនមុនគេទេរាត្រីសួស្តីកញ្ញាសុខាយប់នេះខ្ញុំគ្រាន់តែបម្រើបន្ទប់លេខ5408តែប៉ុណ្ណោះតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីសូមអ្វីក៏បានដោយសេរីអញ្ចឹងទៅចុះផឹកស្រាទាំងអស់នៅលើតុសម្រាប់រាល់ដបដែលអ្នកផឹកខ្ញុំនឹងឲ្យអ្នក$10000តើអ្នកមិនអស់សង្ឃឹមរកលុយសម្រាប់ជីដូនរបស់អ្នកដើម្បីបង់ថ្លៃព្យាបាលនាងខ្ញុំកំពុងផ្ដល់ឱកាសនេះដល់អ្នកទាំងអស់នេះគឺជាស្រាខ្លាំងលើសពី80ដឺក្រេសូម្បីតែខ្ញុំក៏ទ្រាំមិនបានដែរអ្នកណាដែលផឹកទាំងអស់នេះបើពួកគេមិនស្លាប់ពួកគេនឹងពាក់កណ្ដាលស្លាប់ តារាបណាតម្លៃសមរម្យតែងតែមានមនុស្សថោកទាបដែលសុខចិត្តធ្វើការងារនេះអញ្ចឹងគិតមើលសូមអរគុណចំពោះឱកាសនេះកញ្ញាសុខាប៉ុន្តែថ្ងៃនេះខ្ញុំមិនស្រួលខ្លួនខ្ញុំផឹកមិនបានទេអ្នកគិតថាអ្នកជាអ្នកណាអ្នកហ៊ានធ្វើរឿងអាក្រក់ដាក់ខ្ញុំគុំអីវ៉ាន់ទោះបីអ្នកជាអតិថិជនខ្ញុំមិនមែនជាភាស្កររបស់អ្នកទេខ្ញុំមិនចាំបាច់ស្ដាប់បង្គាប់រាល់បញ្ជារបស់អ្នកព្រោះថាអ្នកត្រូវការការងារនេះខ្ញុំលាឈប់ចាប់នាងឲ្យជាប់អ្នកកំពុងធ្វើអីឲ្យទៅឲ្យខ្ញុំទៅអ្នកកំពុងធ្វើអីបើថ្ងៃនេះអ្នកមិនផឹកវាទេអ្នកនឹងមិនចេញពីទីនេះបានទេមន្ទីរពេទ្យគ្រប់កន្លែងក្នុងទីក្រុងមានភាគហ៊ុនដែលជាកម្មសិទ្ធិរបស់គ្រួសារសុខាបើអ្នកមិនផឹក
ខ្ញុំនឹងឲ្យគេដកដង្ហើមសិបនិមិត្តរបស់យាយអ្នកយកវាមកដាក់ខ្ញុំវិញទុកយាយខ្ញុំឲ្យនៅស្ងៀមបើអ្នកទើបតែស្ដាប់ពីមុនអ្វីទាំងនេះនឹងមិនកើតឡើងទេប្រាប់បុរសរបស់អ្នកឲ្យថយចេញខ្ញុំនឹងផឹកចាប់នាងជួយផងអេឯងគិតថារត់រួចទេលេងខ្ញុំដំបងឯងធ្វើឲ្យស្រាដែលនឹងធ្វើឲ្យខ្ញុំខ្លាចជាលោកស្រីរតនាបន្ទាប់មកឯងព្យាយាមបំផ្លាញកេរ្តិ៍ខ្ញុំនៅមុខរតនាហើយឥឡូវឯងហ៊ានកុហកខ្ញុំនឹងបង្រៀនមេរៀនមួយដែលឯងមិនភ្លេចឯងហ៊ានបើកបរបុកហើយរត់ក្រោមឥទ្ធិពលគ្រឿងស្រវឹងឯងមិនខ្លាចគេដឹងទេនៅតែមានមាត់ខ្ញុំបានឲ្យឱកាសឯងធ្វើឲ្យត្រឹមត្រូវតែឯងបោះចោលដូច្នេះកុំបន្ទោសខ្ញុំចំពោះអ្វីដែលនឹងមកដល់នាំនាងមកលេងជប់សម្ដែងគួរឲ្យអាណិតទឹកភ្នែកឯងនឹងមិនដំណើរការលើខ្ញុំទេការបង្ខំឲ្យផឹកស្រាគឺខុសច្បាប់បើមានអ្វីកើតឡើងចំពោះខ្ញុំអ្នកទាំងអស់គ្នានឹងក្លាយជាឃាតករគ្មាននរណាម្នាក់រួចខ្លួនទេប្រហែលជាខ្ញុំគួរតែឈប់ចុះបើមានអ្នកស្លាប់ខ្ញុំជាអ្នកស្នងមរតកស្រីនៃគ្រួសារសុខាបើមានអ្វីកើតឡើងខ្ញុំនឹងទទួលខុសត្រូវអ្វីដែលត្រូវខ្លាចលោករតនាការសាងសង់សាខាថ្មីខាងលិចបានបញ្ចប់គេរំពឹងថានឹងដំណើរការនៅឆ្នាំក្រោយយល់ហើយតាមដានឲ្យបានដិតដល់បាទលោកឯងមិនចូលចិត្តចែកចង់ប្រុសទេដូច្នេះថ្ងៃនេះខ្ញុំនឹងឲ្យឯងចែកចង់ឲ្យឆ្អែតពេលឯងផឹកថ្នាំនេះបើឯងគ្មានប្រុសនៅលើគ្រែយប់នេះឯងនឹងស្លាប់ដាប់នេះអ្នកទាំងអស់គ្នាឯងចង់បានគម្រោងនោះទេស្ត្រីម្នាក់ឥតគិតថ្លៃទៅយកនាងបើឯងធ្វើឲ្យខ្ញុំសប្បាយចិត្តនឹងមានគម្រោងជាច្រើនទៀតសម្រាប់យកទេលេងទោះបីខ្ញុំស្រែកឲ្យខ្ទេចបំពង់ក៏គ្មានអ្នកមកជួយខ្ញុំដែរសំឡេងអ្វីនោះលោករតនាមើលទៅដូចជាស្រីលក្ខមានអ្នកណានៅទីនោះទេទៅចេញស្រីលក្ខចៅហ្វាយរតនាអ្នកវាខ្ញុំព្រោះតែស្រីនេះទេនាងជារបស់ខ្ញុំឯងហ៊ានប្រមាថនាងទេអ្នកទាំងអស់គ្នានៅទីនេះថ្ងៃនេះស្ដាប់ឲ្យច្បាស់ខ្ញុំនឹងដោះស្រាយអ្នកម្ដងមួយបាទយកពួកគេទាំងអស់គ្នាចេញទៅឥឡូវនេះរតនាអ្នកមិនអាចធ្វើបែបនេះចំពោះខ្ញុំបានទេរតនាក្តៅណាស់បញ្ឈប់វាទៅខ្ញុំទ្រាំមិនបានទេមានរឿងអីនឹងអ្នកលោករតនាកញ្ញាស្រីលក្ខហាក់ដូចជាត្រូវបានគេដាក់ថ្នាំស្នេហ៍បើនាងមិនបានបំពេញចំណងអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់យប់នេះទេនាងនឹងស្លាប់ចៅវាយធំសូមជួយខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេយាយរបស់ខ្ញុំនៅតែត្រូវការខ្ញុំចៅវាយអញឈប់មើលអីទៀតទៅរកគ្រូពេទ្យឥឡូវនេះបាទពេលឯងដឹងខ្លួនវិញខ្ញុំមិនទុកឯងរួចខ្លួនទេគ្រូពេទ្យនឹងមកដល់ណាមួយផ្លែថាខ្ញុំនេះជាបញ្ជាពីចៅវាយរបស់អ្នកស្រីលក្ខលោករតនាគ្រូពេទ្យមកដល់ហើយសម្រាប់ចុះលោករតនានាងបានលេបថ្នាំបន្សាបហើយគ្រាន់តែរងចាំនាងភ្ញាក់ឡើងនៅថ្ងៃស្អែកនាងនឹងមិនអីទេយល់ហើយ
វាគ្រាន់តែជាការប៉ះគ្រាន់តែប៉ះបន្តិចហើយអ្វីបានជាខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងហើយអ្វីបានជាខ្ញុំចង់បាននាងកាន់តែខ្លាំងថាខ្ញុំឲ្យវាមកវិញបញ្ជីរបស់លោកគ្រូតើខ្ញុំឈួតពីយប់មិញមែនទេឯងទៅណាហេទៅណាខ្ញុំរឿងយប់មិញចៅវាយយប់មិញវាគ្រាន់តែជាឧបទ្ទហេតុអ្នកបានបោះព្រំទាំងស្នាមមេដៃរបស់អ្នកហើយព្យាយាមដកថយហើយខ្ញុំមិនបានចុះហត្ថលេខាអ្វីទេក្រៅពីនេះអញ្ចឹង7ថ្ងៃមិនទាន់ដល់ផុតកំណត់ទេសូមឲ្យខ្ញុំគិតបន្តិចទៀតមិនអីទេខ្ញុំនឹងបន្តរុញពេលប៉ុន្មានថ្ងៃ5ថ្ងៃអ្នកមានពេល3ថ្ងៃទៀត3ថ្ងៃមិនបានមើលចុះចៅវាយរឿងយប់មិញអ្នកបានសង្គ្រោះខ្ញុំហើយខ្ញុំពិតជាដឹងគុណប៉ុន្តែការធ្វើជាចៅវាយខ្ញុំមិនអាចធ្វើបែបនោះបានទេរកអ្នកផ្សេងទៅស្រីលក្ខតើអ្នកគិតថាខ្ញុំជាមនុស្សបែបណាគ្រប់គ្រងគ្រប់យ៉ាងរឹងរូសអ្នកខូចសិលធម៌អញ្ចឹងកិច្ចសន្យាបានចូលជាធំមានហើយខ្ញុំមិនចុះសម្រុងជាមួយនរណាទេអញ្ចឹងបើខ្ញុំមិនយកព្រមវិញតើអ្នកនឹងធ្វើអីនាយកប្រតិបត្តិក្រុមហ៊ុនរតនៈដ៏អស្ចារ្យនឹងត្រូវប្រើវិធីចាប់ជំរិតស្រីហើយបង្ខំនាងរៀបការជាមួយអ្នកខ្ញុំមិនជឿលើការបង្ខំទេជាការពិតអ្នកមានជំរឿផ្សេងទៀតអីរៀបចំថ្លៃពិន័យ$10 លាននេះជាកិច្ចសន្យាអាពាហ៍ពិពាហ៍ឬជាកិច្ចសន្យាធ្វើជាទាសករតោះមើលថាអ្នកមានអីទៀតដើម្បីគំរាមខ្ញុំនេះគ្រាន់តែជាច្បាប់ថតចម្លងបើអ្នកចូលចិត្តហែកវាខ្ញុំអាចធ្វើច្បាប់ថតចម្លងបន្ថែមឲ្យអ្នកខ្ញុំមិនមែនគំរាមអ្នកទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកគិតពិចារណាឲ្យបានហ្មត់ចត់ការរៀបការជាមួយខ្ញុំប្រហែលមិនអាក្រក់ដូចអ្នកគិតទេអ្នកនឹងមានអ្វីដែលស្រីផ្សេងមានហើយថែមទៀតហើយអ្វីដែលស្រីផ្សេងមិនមានអ្នកនឹងមានវាដែរខ្ញុំមិនបោះចោលវាទេអ្នកកុំឲ្យវាបាត់ទៀតអូខេក្រោយអាហារពេលព្រឹកខ្ញុំនឹងនាំអ្នកទៅធ្វើការអង្កាំធម៌ដែលម្ដាយរបស់អ្នកឲ្យអ្នកមុននាងស្លាប់តើវាកើតយ៉ាងម៉េចដែរអ្នកមិនដែលដោះវាចេញទេខ្ញុំឲ្យគេទៅហើយអត់ទេអ្នកឲ្យគេទៅហើយប៉ុន្តែគេដំណើរគ្រួសារនោះមានន័យសម្រាប់ប្រពន្ធអនាគតរបស់អ្នកចាំអ្នកហេអ្នកមាននរណាម្នាក់ក្នុងចិត្តហើយមែនទេខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអីទេនៅតែធ្វើល្ងងជាមួយខ្ញុំយើងស្គាល់គ្នាជាច្រើនឆ្នាំហើយអ្នកគិតថាអាចលាក់រឿងពីខ្ញុំបានមកនិយាយមកតើអ្នកស្នងមរតកស្រីណាក្នុងនាមជាមិត្តភក្តិខ្ញុំអាចជួយពិនិត្យនាងឲ្យអ្នកបានបើអ្នកមានពេលទំនេរច្រើនម្លេះខ្ញុំមានគម្រោងខ្លះតែត្រូវការសម្របសម្រួលអ្នកទទួលបន្ទុកវាទៅអូខេខ្ញុំខុសហើយអ្នកដឹងទេថាខ្ញុំមិនពូកែរឿងបែបនេះទេទៅធ្វើការងាររបស់អ្នកទៅខ្ញុំនឹងដឹងនៅទីបំផុតតើស្រីនេះជានរណាខ្ញុំទៅហើយទុកថ្លៃបណ្ណាការឲ្យរួចសម្រាប់ការដេញថ្លៃគ្រួសារស្រីលក្ខសួស្ដីព្រឹកស្រីលក្ខទៅលេងយាយទៀតហើយក្រុមហ៊ុនអសសុខាត្រូវបានលាតត្រដាងការពីយប់មិញពីពតខ្លែងបន្លំឧបករណ៍វិទ្យាសាស្ត្រតែគូកំពុងបញ្ចប់កិច្ចសន្យារបស់ពួកគេតម្លៃទីផ្សាររបស់វាធ្លាក់ចុះរាប់ពាន់លានអ្នកទាំងអស់គ្នានៅទីនេះថ្ងៃនេះចូលចាំទុកយើងនឹងសងសឹកអ្នកម្នាក់បាទលោកនេះមិនមែនដោយសារខ្ញុំទេមែនទេស្រីលក្ខយាយអ្នកចេញពីមន្ទីរពេទ្យហើយមិនមែនទេមកវិញរកអ្វីចេញពីមន្ទីរពេទ្យទេណាព្រឹកព្រលឹមនេះម្ដាយចុងរបស់អ្នកយកនាងទៅផ្ទះ
មានរឿងអីស្រីលាក់ម្ដាយចុងរបស់អ្នកពិតជារអឲ្យអ្នកគូដណ្ដឹងល្អម្នាក់យេចូលមកអញត្រឡប់មកទាន់ពេលណាស់អញអាចជួបប្តីរបស់អញបានអញចង់លក់ខ្ញុំចោលមែនទេអញថាលក់អញចោលមានន័យយ៉ាងម៉េចខ្ញុំធ្វើបែបនេះដើម្បីអញឪពុកអញស្លាប់តាំងពីក្មេងការរៀបចំអាពាហ៍ពិពាហ៍របស់ឯងវាជាភារៈរបស់ខ្ញុំឈប់សម្ដែងទៀតទៅកុំគិតថាខ្ញុំមិនដឹងតាំងពីខ្ញុំនៅតូចមកឯងមិនដែលចាត់ទុកខ្ញុំជាកូនស្រីទេបើសិនជារឿងនេះល្អមែនវានឹងធ្លាក់ទៅលើកូនស្រីរបស់ឯងគឺចន្ទូមិនក៏មកដល់វេនខ្ញុំឯងយាយនៅឯណាយាយឯងជាក្មេងរឹងរូសមិនដឹងគុណឲ្យខ្ញុំប្រាប់ឯងរឿងមួយលោកសុកនេះមកពីក្រុមហ៊ុនរតនៈជាតំណាងអស់គាត់ផ្ដល់ថ្លៃបណ្ណាការ$88,000បើឯងរៀបការជាមួយគាត់ឯងនឹងមានជីវិតប្រណីតពិតប្រាកដណាស់សម្រាប់អ្នកមានដូចលោកសុកតែមើលមកលើគិលានុបដ្ឋាយិកាតូចដូចឯងជាសំណាងរបស់ឯងមែនហើយគាត់ចាស់បន្តិចហើយធ្វើឲ្យប្រពន្ធ3នាក់ស្លាប់ប៉ុន្តែគាត់គ្មានចំណុចខ្វះខាតផ្សេងទៀតទេដូច្នេះឈប់ធ្វើដូចជាឯងមិនដឹងគុណអញ្ចឹងមិនយកសំណាងនេះទៅចង់បានទេឯងក្លាហាននិយាយជាមួយបងប្អូនស្រីចុងរបស់ឯងបែបនេះបើអ្នកណាត្រូវធ្វើក៏មិនមែនខ្ញុំដែរបើឯងហ៊ានបដិសេធមិនរៀបការខ្ញុំនឹងសម្លាប់យាយចាស់ជ្រានោះដូច្នេះលោកសុកថាបើឯងព្រមរៀបការជាមួយគាត់ថ្លៃវះកាត់របស់យាយឯងនិងថ្លៃសាលាឯកជនរបស់ប្អូនស្រីឯងគាត់នឹងរ៉ាប់រងទាំងអស់គ្រួសារស្រីលាក់ចិញ្ចឹមឯងរាប់ឆ្នាំមកហើយកុំអាត្មានិយមពេកខ្ញុំនឹងរកវិធីបងថ្លៃវះកាត់របស់យាយដោយខ្លួនឯងតែខ្ញុំនឹងមិនរៀបការតាមលក្ខខណ្ឌរបស់ឯងទេឯងមានទៅណាហើយនាងនៅទីនេះហើយលោកសុកមើលទៅនាងស្គមយ៉ាងណាតើនាងអាចបង្កើតកូនប្រុសបានទេបាទនាងអាចអូនាងជានិស្សិតបញ្ចប់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រល្បីឈ្មោះខ្ញុំធានាថានាងនឹងបង្កើតឲ្យអ្នកទារកប្រុសដែលមានសុខភាពល្អហើយល្អតែជាដំបូងខ្ញុំត្រូវពិនិត្យមើលទំនិញសិនគ្មានបញ្ហាទេបងថ្លៃប្អូនស្រីខ្ញុំជារបស់អ្នកហើយអ្នកអាចធ្វើអ្វីក៏បានតាមចិត្តឯងតូចឆ្កេញីឯងហ៊ានវាខ្ញុំមើលអីគ្នាចេញពីទីនេះទៅល្មមហើយក្រោកឡើងលេងខ្ញុំម្ដាយឯងលក់ឯងឲ្យខ្ញុំហើយក្រោកឡើងស្រីលាក់ជួយផងចេញពីខ្ញុំស្រីលាក់យាយស្រីលាក់លោករតនៈមានរឿងអាក្រក់កើតឡើងកញ្ញាស្រីលាក់បានរៀបការហើយយាយចាស់ល្ងងចង់បំផ្លាញផែនការរបស់ខ្ញុំឬអ្នកធ្វើម៉េចអ្នកហ៊ានចំណែកស្រីលាក់បើនាងមិនស្អាតម្លេះទេខ្ញុំមិនទុកនាងយូរម្លេះទេឯងមានជីវិតវេទនាហើយឯងនៅចង់ព្យាបាលទៀតឬវាត្រូវការលុយបើខ្ញុំជាឯងខ្ញុំចុះទៅយូរហើយទៅជួបកូនប្រុសអាយុផ្លេរបស់ឯងអ្នកឲ្យខ្ញុំទៅលេងយាយខ្ញុំដួលសន្លប់លេងល្អណាស់យើងអាចរៀបចំពិធីមង្គលការនិងពិធីបុណ្យសពជាមួយគ្នាលេងនាងទៅទេលេងនាងឲ្យអញហ៊ានប៉ះមនុស្សរបស់ខ្ញុំឬលោករតនៈអ្វីចៅហ្វាយយាយរបស់ខ្ញុំយ៉ាងម៉េចដែរខ្ញុំបានបញ្ជូននាងទៅមន្ទីរពេទ្យហើយឯងឈឺទេលោករតនៈសូមវាជាការយល់ច្រឡំទាំងអស់ខ្ញុំជាបុគ្គលិករបស់ក្រុមហ៊ុនរតនៈលេងហើយលោករតនៈវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំពិតជាមិនស្គាល់ស្ត្រីនេះទេមិនខ្ញុំមិនដឹងតតែសោះថាកញ្ញាស្រីលាក់ជារបស់លោកបើមិនដូច្នេះទេទោះបីជាលោកឲ្យខ្ញុំ100ជីវិតក៏ដោយខ្ញុំក៏មិនហ៊ានប៉ះនាងដែរយកគេចេញទៅដោះស្រាយគេតាមរបៀបចាស់ល្អណាស់ដែលអ្នកបាននាំនាងមកទាន់ពេលនាងនឹងមិនអីទេពេលណាយាយភ្ញាក់ឡើងប៉ុន្តែការវះកាត់បេះដូងរបស់នាងមិនអាចរងចាំទៀតទេអ្នកត្រូវរកលុយឲ្យបានឆាប់តាមដែលអាចធ្វើបានយល់ព្រមខ្ញុំយល់ហើយសូមអរគុណលោកគ្រូពេទ្យយាយភ្ញាក់ហើយយាយធ្វើឲ្យខ្ញុំភ័យស្លាប់ហើយដឹងទេ
ខ្ញុំស្ទើរតែគិតថានឹងមិនឃើញយាយទៀតទេកុំបារម្ភជីវិតខ្ញុំរឹងមាំណាស់តតែខ្ញុំបានឃើញស្រីលក្ខណ៍របស់យើងរៀបការខ្ញុំមិនទៅណាទេកុំនិយាយបែបនេះតើនេះអ្នកណាយាយនេះជាចៅវាយរបស់ខ្ញុំគាត់ជាអ្នកជួយសង្គ្រោះយាយកូនប្រុសសូមអរគុណច្រើនវាជារឿងតូចតាចទេយាយព្រោះថាស្រីលក្ខណ៍និងខ្ញុំឆាប់នេះនឹងរៀបការគ្រួសារនាងក៏ជាគ្រួសារខ្ញុំដែរអត់ទេយាយរៀបការមិនមែនទេយាយគាត់និយាយលេងសូមអ្នកទាំងពីររងចាំបន្តិចអញនៅរត់គេទៀតប្រញាប់អីថ្ងៃកំណត់មិនទាន់ផុតទេឯងមិនមានការងារនៅក្រុមហ៊ុនទេចៅវាយគូតែទៅមើលការងារនោះយើងអាចនិយាយគ្នាថ្ងៃក្រោយយាយខ្ញុំនឹងលាងផ្លែប៉ោមឲ្យយាយចង់ញ៉ាំស្រីលក្ខណ៍តើមានរឿងអីហេតុអីក៏ស្រាប់តែរៀបការមកពីខ្ញុំមែនទេមិនមែនទេយាយកុំគិតច្រើនរវាងគាត់និងខ្ញុំវាគ្រាន់តែជាការយល់ច្រឡំគួរឲ្យអាណិតណាស់គាត់ជាបុរសល្អម្នាក់ខ្ញុំពិតជាគិតថាគាត់នឹងក្លាយជាកូនប្រសារប្រុសរបស់ខ្ញុំយាយខ្ញុំម៉េចឯងពិតជាមិនចូលចិត្តគាត់ទេខ្ញុំកុំប្រាប់ខ្ញុំថាខ្ញុំកំពុងតែលងស្រឡាញ់គាត់កញ្ញាស្រីលក្ខណ៍សូមរងចាំមួយភ្លែតលោករតនៈកំពុងប្រជុំលោករតនៈបានចាត់ចែងថ្លៃព្យាបាលនិងថ្លៃវះកាត់របស់អ្នករួចហើយអ្នកមិនចាំបាច់បង់ប្រាក់អ្វីទេលោករតនៈអំពីការណែនាំរបស់គ្រូពេទ្យឲ្យអ្នកស្វែងរកកម្ចាស់សម្រាប់ព្យាបាលអ្នកតើអ្នកបានគិតពិចារណាហើយឬនៅបើវាមិនបានសម្រេចខ្ញុំអាចរកអ្នកផ្សេងទៀតឲ្យអ្នកបានចៅវាយចង់ឲ្យខ្ញុំចុះហត្ថលេខាកិច្ចសន្យាចៅវាយទីស្ករជាមួយគាត់សម្រាប់ព្យាបាលគាត់ខ្ញុំបានរកឃើញម្នាក់ហើយលឿនមែននរណាថ្ងៃនេះស្រាប់តែមកក្រុមហ៊ុនមានរឿងអីថ្ងៃនេះស្រាប់តែមកក្រុមហ៊ុនមានរឿងអីខ្ញុំមកឲ្យបានបំណុលនេះអ្នកមិនអីទេខ្ញុំដឹងអ្នកបានចំណាយសម្រាប់ថ្លៃវះកាត់និងថ្លៃព្យាបាលរបស់យាយខ្ញុំសូមឲ្យប្រាកដចិត្តលុយនេះខ្ញុំនឹងសងគ្រប់កាក់ទាំងអស់នៅពេលអនាគតស្រីលក្ខណ៍អ្នកគួរតែដឹងបើប្រៀបធៀបនឹងលុយនេះមានអ្វីផ្សេងទៀតដែលខ្ញុំចង់បានជាងនេះខ្ញុំដឹងដូច្នេះខ្ញុំសុខចិត្តបំពេញកិច្ចសន្យាចៅវាយទីស្ករនឹងជួយព្យាបាលអ្នកលើកនេះអ្នកបានគិតពិចារណាច្បាស់ហើយល្អអញ្ចឹងទៅពេលថ្ងៃភ្លឺតើវាមិនសមរម្យទេខ្ញុំកំពុងនិយាយអំពីការយកសម្បត្តិអាពាហ៍ពិពាហ៍របស់យើងចាំបន្តិចចៅវាយខ្ញុំយល់ព្រមថែទាំអ្នកមិនមែនរៀបការជាមួយអ្នកទេស្រីលក្ខណ៍កិច្ចសន្យាដែលអ្នកបានចុះហត្ថលេខាមានន័យថារៀបការជាមួយខ្ញុំប្រសិនបើអ្នកមិនព្រមខ្ញុំនឹងមិនបង្ខំអ្នកទេចៅវាយបានធ្វើច្រើនណាស់សម្រាប់ខ្ញុំការថែទាំគាត់គឺជាអ្វីដែលខ្ញុំអាចធ្វើបានតិចបំផុតវាគ្រាន់តែជាអាពាហ៍ពិពាហ៍កិច្ចសន្យាប៉ុណ្ណោះហើយខ្ញុំនឹងរក$10 លានពីណាដើម្បីសងគាត់អញ្ចឹងតោះរៀបការនេះជាការបន្ថែមរបស់ខ្ញុំប្រើវាសម្រាប់អ្វីដែលអ្នកត្រូវការរបស់អ្នកខ្ញុំបានឲ្យអ្នកណាម្នាក់យកវាទៅដល់ផ្ទះរួចហើយខ្ញុំមិនត្រូវការវាទេវាជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធអ្វីដែលជារបស់ខ្ញុំក៏ជារបស់អ្នកដែរយកវាទៅមកផ្ទះមុនយប់នេះយើងមានវគ្គព្យាបាលយើងនឹងនិយាយគ្នាយប់នេះខ្ញុំចេញទៅស្រីលក្ខណ៍អ្នកគ្រាន់តែថែទាំអ្នកជំងឺគ្មានអ្វីដែលត្រូវខ្មាស់ទេ
ឥឡូវនេះដោះរបស់អ្នកសម្លៀកបំពាក់ មានអារម្មណ៍អ្វីទេ ទេ ចុះនេះ នៅតែគ្មានអ្វី មិនត្រឹមត្រូវទេខ្ញុំបានធ្វើគ្រប់យ៉ាងតាមសៀវភៅហើយលើកលែងតែចៅហ្វាយគាត់គ្រាន់តែមិនមានសមត្ថភាពចៅហ្វាយប្រហែលជាខ្ញុំមិនបានធ្វើបច្ចេកទេសត្រឹមត្រូវទេប្រាប់អ្នកពីរឿងមួយលើកក្រោយយើងធ្វើតាមការណែនាំផ្សេងទៀត ល្អ ស្រីលាក់ការព្យាយាមមួយដងមិនមានន័យអ្វីទេលើកក្រោយខ្ញុំនឹងធ្វើឲ្យប្រសើរជាង ដូច្នេះគ្រូដែលអ្នករកឃើញតើគាត់ជានរណាពិតនាំគាត់មកឲ្យខ្ញុំជួបអ្នកមានពេលទំនេរច្រើនពេក ខ្ញុំគ្រាន់តែព្រួយបារម្ភពីអ្នកអីស្រីកំណានរបស់ពូអ្នកមានផ្ទៃពោះបាន6សប្តាហ៍ហើយខ្ញុំកាន់តែបារម្ភជាងអ្នកពាក់ព័ន្ធទៅទៀតអ្នកត្រូវតែបង្កើនល្បឿន ស្រីលាក់ធ្វើការយ៉ាងខ្លាំងមើលអ្វីអើគ្មានអ្វីទេគ្រាន់តែពិនិត្យមើលកំណត់ត្រាចាស់ឲ្យខ្ញុំយកទឹកមកឲ្យអ្នកតោះខោ ហេតុអ្វី គ្រាន់តែពិនិត្យប្រចាំថ្ងៃទេដើម្បីមើលថាអ្វីនៅទីនោះដំណើរការល្អដែរឬអត់ចៅហ្វាយខ្ញុំរៀនផ្នែកវេជ្ជសាស្ត្របរិះនៅមហាវិទ្យាល័យហើយខ្ញុំរៀនសូត្រមកការព្យាបាលដោយការជំរុញដែលពួកគេកំពុងផ្សព្វផ្សាយនោះគឺជាការបោកប្រាស់ទាំងស្រុងគ្រូពេទ្យអុកឡុកនោះកំពុងបោកអ្នកកុំបារម្ភដោយសារខ្ញុំសន្យាថានឹងព្យាបាលអ្នកខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកជាសះទុកចិត្តខ្ញុំចុះ ទេអរគុណ វាគ្រាន់តែជាការពិនិត្យប៉ុណ្ណោះវានឹងចប់មុនពេលអ្នកដឹងខ្លួនទៀតកុំខ្មាស់អី សួរធំទេអត់ទេ តើអ្នកកំពុងសង្ស័យលើភាពវិជ្ជាជីវៈរបស់ខ្ញុំឬដូច្នេះស្ដាប់ឡើង ចៅហ្វាយកូនប្រុសចៅហ្វាយគាត់ចៅហ្វាយរឿងកិច្ចសន្យាខ្ញុំបានធ្វើផ្នែករបស់ខ្ញុំរួចរាល់ហើយ តែផ្នែករបស់អ្នកមិនទាន់ធ្វើតាម មកនេះហេមានរឿងអីមិនស្រួលខ្លួនទេ ខ្ញុំគិតថាខ្ញុំមិនប្រយ័ត្នកាលពីថ្ងៃមុនក្រពះខ្ញុំឈឺបន្តិច តើយើងទៅមន្ទីរពេទ្យទេ មិនបាច់ទេនេះផឹកទឹកនេះខ្ញុំធ្វើនេះសម្រាប់អ្នកដើម្បីជួយអ្នកឲ្យជាសះស្បើយ នេះជាវិធីរបស់អ្នកនិយាយថាអ្នកមិនពេញចិត្តនឹងការសម្ដែងរបស់ខ្ញុំនាពេលថ្មីនេះ មិនមែនតតែសោះខ្ញុំគ្រាន់តែបារម្ភថាអ្នកមានអារម្មណ៍ខ្សោយ អញ្ចឹងយប់នេះយើងនឹងបន្ថែម1ម៉ោងទៀត ឈប់ខ្ញុំទទួលស្គាល់ថាខ្ញុំខុសហើយមិនអីទេបើបន្តដូចនេះខ្នងខ្ញុំនឹងបាក់លោកម្ចាស់របស់ដែលលោកបញ្ជាទិញរួចរាល់ហើយ ជ
ជ្រើសរើសមួយដែលអ្នកចូលចិត្តយប់នេះអ្នកនឹងទៅជាមួយខ្ញុំទៅពិធីជប់លៀងខួបកំណើតរបស់ជីតា ខ្ញុំទៅដែរទេ ជីតាដឹងថាយើងរៀបការគ្នាហើយគាត់ចង់ជួបអ្នក ជិតដល់ហើយ តើមួយនេះយ៉ាងម៉េចដែរ វាសមនឹងអ្នកណាស់ តោះទៅ គឺដោយសារតែស្រីថោកនោះហើយនាងបោះខ្លួនទៅរកគាត់ណានោះហើយជាមូលហេតុដែលគាត់បែរមកប្រឆាំងនឹងខ្ញុំម្ដាយនាងថ្ងៃនេះអ្នកត្រូវតែជួយខ្ញុំប្រុសសុទ្ធតែបោកហេតុផលតែមួយគត់ដែលរតនានៅជាប់នឹងស្មៅនោះគឺគ្រាន់តែចង់បានការរំភើបជាមួយនឹងពូជពងនឹងរូបរាងរបស់ឯងពេលឯងមានផ្ទៃពោះកូនគាត់ទូនាទីជាលោកស្រីរតនានឹងក្លាយជារបស់ឯងដោយស្វ័យប្រវត្តិចៅវាយត្រឡប់មកវិញហើយគាត់យកស្រីម្នាក់មកក្នុងពិធីជប់លៀងខួបកំណើតទៀតក្រុងទាំងមូលដឹងថាគាត់ប្រតិកម្មនឹងស្រីនាងស្អាតណាស់ប៉ុន្តែនាងជាអ្នកស្នងមរតកស្រីពីគ្រួសារណាខ្ញុំមិនដែលឃើញនាងពីមុនមកទេ កុំភ័យធ្វើតាមខ្ញុំ រតនាមកធ្វើឲ្យយកមនុស្សថោកទាបនេះមកក្នុងពិធីជប់លៀងខួបកំណើតនាងមិនសមនៅទីនេះទេ នាងជាភរិយារបស់ខ្ញុំនោះធ្វើឲ្យនាងមានតម្លៃជាងឯងទៅទៀត ភរិយាឯងរៀបការជាមួយនាងហើយរតនាឯងប្រព្រឹត្តដោយឥតប្រុងប្រយ័ត្នពេកហើយស្រីដូចនាងលេងសប្បាយគឺអាចទៅរួចតែថ្ងៃនេះជាពិធីជប់លៀងខួបកំណើតជីតាការយកនាងមកទីនេះជីតានឹងខឹងយ៉ាងខ្លាំងមនុស្សថោកទាបដូចនាងរស់នៅក្នុងក្តីស្រមៃចង់ខ្លាចជាអ្នកមានសុបិនចង់រៀបការឡើងឋានៈហេខ្ញុំឃើញអ្នកទាំងពីរមើលទៅមិនសូវស្រួលទេខ្ញុំស្នើថាពេលទំនេរទៅពិនិត្យថ្មិញសិននិយាយអីចឹងអ្នកមានដង្ហើមមិនល្អ អ្នកដែលខ្ញុំនៅជាមួយមិនមែនជារឿងរបស់អ្នកដែលត្រូវវិនិច្ឆ័យទេ ស្រីមកពីជនបទពិតជាគ្មានសុជីវធម៌ទេមិនដូចសុខារបស់យើងតែសុភាពរៀបសារជីតាចូលចិត្តនាងណាស់ខ្ញុំចង់ឃើញថាតើជីតាក្រោយមកនឹងទទួលស្គាល់អ្នកដែលគេហៅថាលោកស្រីរតនាតែឯងយកមកពីខាងក្រៅទេចៅវាយមកដល់ហើយ ប៉ាតើលោកតាមិនតែងតែចង់ឲ្យរតនានាំកូនប្រសាស្រីមកផ្ទះទេមែនហើយទីបំផុតគាត់ក៏នាំអ្នកម្នាក់មកប៉ុន្តែអញ្ចឹង ផែនការរបស់ខ្ញុំដំណើរការយ៉ាងល្អឥតខ្ចោះកូនប្រសាស្រីរបស់អ្នកឥឡូវនេះនាងនៅទីនេះហើយជីតានេះជាភរិយារបស់ខ្ញុំស្រីលះ សួស្ដីជីតា ហឹមឥឡូវអ្នកទាំងអស់គ្នាមកដល់ហើយតោះទៅ ជីតារតនាខ្ញុំបានធ្វើវាពិសេសសម្រាប់លោកតារូបសំណាកព្រះពុទ្ធអាយុយឺនយូរសូមឲ្យទ្រព្យសម្បត្តិរបស់អ្នកមានច្រើនដូចមហាសាគរនិងអាយុយឺនយូរដូចភ្នំជីតា បាទ រតនាបានប្រាប់ខ្ញុំថាលោកតាគេងមិនលក់ទេថ្មីនេះខ្ញុំបានធ្វើថង់យន្តត្រសក់អែមនេះដោយដៃផ្ទាល់សម្រាប់លោកតាវាជួយឲ្យស្ងប់ស្ងាត់និងជួយគេងលក់សង្ឃឹមថាវាជួយឲ្យលោកតាសម្រាកបានល្អ អូហាហាហាល្អណាស់ ដោយការរំពឹងទុកពីអ្នកមកពីគ្រួសារក្រីក្រអំណោយចិត្តតូចបែបនេះនាងហ៊ានផ្ដល់របស់ថោកដូចត្រសក់អែមមិនខ្លាចគេសើចទេ ថ្មហាហាហាអ្នកពិតជាយកចិត្តទុកដាក់ណាស់កូន ហាហាហា ចិត្តសំខាន់ជាងតម្លៃជីតាបាទស្រីលក្ខនិងខ្ញុំបានជ្រើសរើសផ្ទាំងអសរផ្ចង់នេះសម្រាប់លោកតាអើរតនាស្គាល់ចិត្តខ្ញុំបំផុតគ្រាន់តែស្នាដៃអសរផ្ដេកប៉ុណ្ណោះអំណោយដែលខ្ញុំយកមកឲ្យអ្នកគឺប្លែកពីគេ
ប៉ានេះជាស្រោស្ដែលធ្វើពីជីនសេងអាយុរាប់ពាន់ឆ្នាំអាចពន្យាអាយុជីវិតរតនាខ្ញុំបានរៀបចំមួយដបសម្រាប់អ្នកដែរចំណែករបស់អ្នកអាចបំពន់រាងកាយអ្នកគួរផឹកឲ្យច្រើនអរគុណពូចំពោះការគិតតែខ្ញុំមិនត្រូវការទេអ្នកទុកសម្រាប់ខ្លួនឯងវិញទៅកុំបង្កបញ្ហាឲ្យខ្ញុំនៅខាងក្រៅទៀតនេះជាអំណោយដ៏ល្អបំផុតដែលអ្នកអាចឲ្យអូល្អបើអ្នកមិនចូលចិត្តវាខ្ញុំមានអំណោយធំជាងនេះទៀតអ្វីអ្នកនឹងខ្លាចជីតាមម្ដងទៀតអូប៉ាបាននិយាយដោយខ្លួនឯងអ្នកណាមានកូនមុនខ្លាចជាអ្នកដឹកនាំបន្ទាប់នៃគ្រួសាររតនៈខ្ញុំដឹងអ្នកកំពុងរងចាំរតនៈអូប៉ុន្តែដោយសារស្ថានភាពរបស់គាត់តាមគំនិតខ្ញុំអ្នកនឹងរងចាំរហូតដល់ថ្ងៃស្លាប់ខ្ញុំមិនទាន់ស្លាប់ទេហេអ្នកកំពុងគិតអំពីការដណ្ដើមគ្រួសាររតនៈប៉ាគុណធឿនគាត់មិនមានន័យដូចនោះទេគាត់គ្រាន់តែចង់សម្រាលបន្ទុកអ្នកមែនហើយសូមកុំខឹងនេះខ្ញុំធ្វើដោយខ្លួនឯងវាជាស៊ុបត្រីក្រហមព្រៃសាកមើលនេះគឺម្ដាយមីងប៊ុនធឿននាងធ្វើស៊ុបនេះសម្រាប់ជីតារតនៈហេតុអីក្អួតចង់ធ្វើឲ្យអ្នកណាខ្វើមខ្ញុំទេជីតាអត់មានន័យបែបនោះទេវាគ្រាន់តែថ្មីនេះខ្ញុំអត់សូវឃ្លានទេខ្ញុំទ្រាំក្លិនត្រីអត់បានអូប៉ាលោកថាអ្នកណាមានកូនមុនគេនឹងខ្លាចជាមេគ្រួសាររតនៈអត់អាចមានកូនទេបើលោកប្រគល់ក្រុមហ៊ុនឲ្យគាត់ក្រុមហ៊ុនរតនៈនឹងទៅដល់ដៃមនុស្សក្រៅគ្រួសារសម្ដីអីឯងកំពុងនិយាយពាក្យមិនសមនេះជារបាយការណ៍វិទ្យាសាស្ត្រដែលខ្ញុំយកពីមន្ទីរពេទ្យសរសេរនៅទីនេះគាត់គ្មានសមត្ថភាពគាត់អត់អាចមានកូនទេអីរតនៈគាត់គ្មានសមត្ថភាពអូយរតនៈម្ដាយមីងអត់មានន័យថារិះគន់ទេប៉ុន្តែបើឯងមានជំងឺនេះឯងគួរតែនិយាយពីមុនម្ដាយមីងស្គាល់ពេទ្យល្អច្រើនម្ដាយមីងនឹងតាក់ទងគេឲ្យឯងឆាប់ពូម្ដាយមីងអ្នកណាថាគាត់មានសមត្ថភាពគាត់មានសមត្ថភាពពេញលេញឈប់បិទបាំងឲ្យគាត់ទៅបើគាត់មានសមត្ថភាពមែនឲ្យគាត់ដោះខោបង្ហាញមើលឯងឈប់បង្ហាញមើលខ្ញុំនឹងបង្ហាញខ្ញុំមានផ្ទៃពោះហឺឯងមានផ្ទៃពោះអីមនុស្សល្ងងទាំងនេះមិនសមដែលឯងត្រូវកុហកទេគ្មានផ្លូវទេខ្ញុំនឹងមិនឲ្យពូរបស់ឯងសង្កត់សង្កិនឯងបែបនេះទេជីតាចាស់ខ្ញុំមានផ្ទៃពោះរតនៈអត់អាចមានកូនទេហេតុអីបានជាឯងមានផ្ទៃពោះពិតមាត់ខ្ញុំមិនបិទឯងអញ្ចឹងដូច្នេះឯងថាឯងមានផ្ទៃពោះល្អចៃដនប៉ារបស់ខ្ញុំពេទ្យឯកជននៅទីនេះថ្ងៃនេះឲ្យគាត់ពិនិត្យជីបចរែងបង្ហាញមើលចាស់ប៉ាគ្រួសាររតនៈមានអ្នកស្នងតិចបើស្រីលាក់ពិតជាមានផ្ទៃពោះវានឹងក្លាយជាដំណឹងល្អយើងត្រូវតែពិនិត្យល្អណាស់ឲ្យវិជ្ជាបណ្ឌិតសុកមកវិជ្ជាបណ្ឌិតសុកឆាប់ពិនិត្យជីបចរនាងធ្វើម៉េចខ្ញុំពិតជាអត់មានផ្ទៃពោះមិនអីទេខ្ញុំដឹងឯងក៏មិនស្រួលខ្លួនដែរការពិនិត្យនឹងធ្វើឲ្យយើងធូរចិត្តប៉ុន្តែឯងទាំងពីរនៅស្ទាក់ស្ទើរអីលើកលែងតែឯងកំពុងកុហកប៉ាសូមលោកស្រីរតនៈជីបចររលូននឹងខ្លាំងនេះគឺវិជាជីបចរមានផ្ទៃពោះសូមអបអរសាទរលោកតារតនៈសូមអបអរសាទរលោកនិងលោកស្រីរតនៈហាពិតមែនខ្ញុំពិតជាមានផ្ទៃពោះល្អណាស់អរគុណព្រះគ្រូសាររតនៈយើងទីបំផុតមានអ្នកស្នងរត់ហើយមិនអាចទេគាត់ជាមនុស្សអសមត្ថភាពមិនបានស្រីនេះមានផ្ទៃពោះម្លេះនាងកំពុងផ្ទុកកូនខុសច្បាប់របស់បុរសផ្សេងបើខ្ញុំមួយអ្នកនិយាយបង្កាច់នាងម្ដងទៀតអ្នកនឹងស្ដាយក្រោយគួរឲ្យខ្មាស់អ្នកណាស់ក្នុងនាមជាអ្នកចាស់អ្នកមិនគិតមុននិយាយទេចាប់ពីថ្ងៃនេះពាក់កណ្ដាលនៃភាគហ៊ុនរបស់ប៊ុនធឿននឹងត្រូវផ្ទេរទៅឲ្យចៅទូតប្រុសរបស់ខ្ញុំចាត់ទុកវាជាអំណោយស្វាគមន៍សម្រាប់ទារកប៉ាមិនប៉ាធ្វើបែបនេះដាក់កូនយើងមិនទាន់ដឹងថាវាជាប្រុសឬស្រីទេវាមិនទាន់ច្បាស់លាស់នៅឡើយទេត្រឹមត្រូវហើយប៉ាចុះបើយើងរងចាំរហូតដល់ស្រីលាក់សម្រាប់កូនមិនថាកូនជាប្រុសឬស្រីវានៅតែជាឈាមជ័ររបស់គ្រួសាររតនៈអ្នកណាហ៊ានជំទាស់ចេញពីគ្រួសាររតនៈទេលើនេះជីតានេះច្រើនពេកហើយខ្ញុំមិនអាចទទួលយកបានទេនេះជាអំណោយពីជីតាសម្រាប់ចៅទូតប្រុសរបស់ខ្ញុំអ្នកនឹងទទួលយកវាព្រោះវាជាបំណងរបស់ជីតាចូលទទួលយកទៅហាចិត្តមនុស្សតែងតែលំអៀងអ្នកពិតជាគិតថាជាមួយរបស់នេះអ្នកអាចដណ្ដើមតំណែងជាមេគ្រួសាររតនៈបានអ្នកមិនអាចឈ្នះរតនៈបានទេចេញទៅការមានផ្ទៃពោះមិនមែនជារឿងអស្ចារ្យទេថាតើនាងអាចសម្រាលកូនបានពិតប្រាកដឬអត់នោះជារឿងមួយទៀតខ្ញុំពិតជានឹងខ្លាចជាម្ដាយហើយតើយើងគួរទៅមន្ទីរពេទ្យទេដើម្បីពិនិត្យម្ដងទៀតដើម្បីប្រាកដអ្នកបានបញ្ជាក់វាច្រើនដងហើយ
ខ្ញុំគ្រាន់តែនៅតែមិនទាន់មានអារម្មណ៍ថាវាពិតទេ សម្រាប់ពេលនេះអ្នកគ្រាន់តែផ្ដោតលើការសម្រាកអ្វីផ្សេងទៀតទុកឲ្យខ្ញុំដោះស្រាយជំរាបសួរលោកនិងលោកស្រីរតនាខ្ញុំត្រូវទទួលទូរស័ព្ទនេះអ្នកទៅមើលជុំវិញទៅសូមយកចិត្តទុកដាក់នាយកដ្ឋានសម្ភពសូមប្រមូលទំនិញដែលលោករតនាបានស្នើសុំកាលពីយប់មិញសូមរៀបចំទាំងអស់ហើយបញ្ជូនទៅបន្ទប់វេបបាទលោកនេះជាអ្វី លោកស្រីបញ្ជីនេះសូមមើលនៅពេលដែលលោករតនាបានទូរស័ព្ទកាលពីយប់មិញខ្ញុំបានឲ្យក្រុមការងាររបស់ខ្ញុំធ្វើការពេញមួយយប់ដើម្បីរៀបចំទាំងអស់ អ្នកធ្វើការពេញមួយយប់ ត្រឹមត្រូវអញ្ចឹងឃើញអ្វីដែលអ្នកចូលចិត្តទេ អូកុំអីខ្ញុំមានសម្លៀកបំពាក់ច្រើនណាស់អ្នកពិតជាមិនចាំបាច់ទិញឲ្យខ្ញុំទៀតទេ ទាំងអស់នេះជីដាបានសុំឲ្យខ្ញុំយកវាមក ជីដាជាអ្នកជ្រើសរើសទាំងអស់នេះ ក្មេងរឹងរូសណាដែលកំពុងនិយាយអាក្រក់ពីខ្ញុំនៅពីក្រោយខ្នងទៀត វាថ្លៃពេកហើយខ្ញុំគួរតែជ្រើសរើសរបស់ថោកខ្លះអញ្ចឹងយកតែ3នេះ ត្រឹមត្រូវមិនមែន3នេះទេរុំអ្វីផ្សេងទៀតអ្នកកំពុងធ្វើអ្វីខ្ញុំគ្រាន់តែមានផ្ទៃពោះមិនមែនពីការទេខ្ញុំអាចដើរដោយខ្លួនឯងបាន ត្រីមាសទី1សំខាន់ណាស់ចាប់ពីថ្ងៃស្អែកអ្នកត្រូវនៅផ្ទះសម្រាប់មិនទៅមន្ទីរពេទ្យទៀតទេ ទេវាមិនដំណើរការទេនៅផ្ទះពេញមួយថ្ងៃខ្ញុំនឹងអផ្សុកស្លាប់សូមអនុញ្ញាតឲ្យខ្ញុំធ្វើការចុះបានទេខ្ញុំសន្យាថានឹងថែរក្សាទារកនឹងខ្លួនឯងឲ្យបានល្អ យោពមប៉ុន្តែពេលអ្នកមានផ្ទៃពោះបាន8ខែអ្នកត្រូវឈប់សម្រាកលំហែមិនត្រូវជំទាស់ទេ គ្មានបញ្ហាទេយាយស្រីលាក់នៅមិនទាន់ដឹងថាខ្ញុំមានផ្ទៃពោះទេពេលខ្ញុំទៅធ្វើការថ្ងៃស្អែកខ្ញុំនឹងប្រាប់គាត់ អ្នកណាហៅ គ្មានអីទេ គ្រាន់តែទូរស័ព្ទរំខាន អ្នកណានឹងនឹកស្មានស្រីលាក់តូចរបស់យាយនឹងក្លាយជាម្ដាយហើយពេលយាយធូរស្រាលយាយនឹងថែរក្សាអូនអូយាយគិតតែពីជាសះស្បើយចុះខ្ញុំអាចថែរក្សាខ្លួនឯងបានយកព្រមខ្ញុំត្រូវទៅហើយខ្ញុំទៅធ្វើការស្រីលាក់ឈប់នៅទីនោះខ្ញុំហៅឯងហេតុអ្វីមិនលើកទូរស័ព្ទហេតុអ្វីខ្ញុំត្រូវលើកទូរស័ព្ទឯងទូរស័ព្ទខ្ញុំឯងហ៊ានសួរខ្ញុំថាហេតុអ្វីខ្ញុំថាឯងជាអ្នកដែលធ្វើឲ្យម្ដាយខ្ញុំជាប់គុកឯងត្រូវរកវិធីដោះលែងគាត់ឲ្យបានលឿនម្ដាយឯងត្រូវគេចាប់ខ្លួនព្រោះគាត់ធ្វើអ្វីខុសច្បាប់នោះមិនមែនជាបញ្ហារបស់ខ្ញុំទេខ្ញុំមិនស្គាល់ទេបើថ្ងៃនេះឯងមិនដោះស្រាយឲ្យខ្ញុំទេខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយអ្នកទាំងអស់គ្នាមកមើលស្រីថោកនេះបានតាក់ទាញបរិសសំផឹងហើយបញ្ជូនម្ដាយខ្លួនឯងទៅគុកវាគ្មានសិទ្ធិសម្ជញ្ញៈទេឈប់សម្ដែងរើចេញទៅយកម្ដាយខ្ញុំចេញរើចេញសុបិនគាត់ព្យាយាមលក់ខ្ញុំចោលហើយអ្នកចង់ឲ្យខ្ញុំជួយគាត់ ឈប់ចេញពីផ្លូវស្រីលាក់លោកស្រីអ្នកមិនអីទេ ឈឺពោះបន្តិចគិតថាមានផ្ទៃពោះមានបញ្ហា ទៅហៅលោករតនាឲ្យលឿនលោកស្រីក្រោកឡើងខ្ញុំនឹងនាំអ្នកទៅពិនិត្យ លោកស្រីអញ្ចឹងហើយបានជាអ្នកបដិសេធការភ្ជាប់ពាក្យល្អដែលម្ដាយខ្ញុំរកឲ្យអ្នកមិនព្រមរៀបការជាមួយគាត់អ្នករវល់តែចូលចិត្តនាយករបស់អ្នកហើយអ្នកកំពុងមានកូនខុសច្បាប់របស់គាត់បុរសចាស់ម្នាក់នោះតើអ្នកមើលគាត់ដូចម្ដេចបានអ្នកគ្មានខ្មាស់គេទេ អ្នកនិយាយរឿងឥតប្រយោជន៍អី ក្តៅក្រហាយណាស់ប្រហែលជាខ្ញុំនិយាយត្រូវហើយមើលអ្នកទាំងអស់គ្នាគីលានុបដ្ឋាយិកាតូចនេះកំពុងញ៉ាំងនាយកនាងជាអ្នកបំផ្លាញគ្រួសារខ្ញុំមិនអាក្រក់ដូចអ្នកគិតទេសន្តិសុខយកអ្នកបង្ករឿងនេះចេញពីទីនេះ កុំប៉ះខ្ញុំកំពុងថតតើអ្នកចង់បានអ្វីទី1យកម្ដាយខ្ញុំចេញពីគុកហើយឲ្យខ្ញុំ$1 លានបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាដឹង រឿងអាស្រូវអ្វីកូននេះមិនមែនជារបស់ខ្ញុំទេគាត់ បើមិនមែនរបស់អ្នកទេតើឪពុកជាអ្នកណាមិនមែនជាគ្រួសាររតនៈដែលជាអ្នកមានបំផុតទេស្រីលាក់
អ្នកចាប់ដើមហូរឈាមហើយកូនខ្ញុំកុំភ័យលោករតនៈមកដល់ហើយស្រីលះលោករតនៈអ្នកឯងជានរណាតើអ្នកមានសិទ្ធិអ្វីមកចាប់ខ្ញុំហៅគ្រូពេទ្យមកធ្វើភ្លាមសូមចេញពីផ្លូវទុកក៏ខ្ញុំទៅទុកឲ្យទៅយើងបានចាក់ប្រូសេស្តេរ៉ូនទៅលោកស្រីហើយការណែនាំរបស់យើងគឺត្រូវសម្រាកលើគ្រែឲ្យបាន1ខែបាទយល់ហើយតើទីរោគនៅល្អទេតើមានរឿងអ្វីកើតឡើងវាជាបងប្អូនស្រីចុងរបស់ខ្ញុំនាងឮថាម្ដាយចុងរបស់ខ្ញុំចូលគុកនាងចង់ឲ្យខ្ញុំជួយដោះលែងនាងនោះហើយជាមូលហេតុដែលនាងមករករឿងនៅមន្ទីរពេទ្យហេតុអ្វីមិនបានប្រាប់ខ្ញុំខ្ញុំគ្រាន់តែមិនចង់រំខានអ្នកនឹងធ្វើឲ្យអ្នកព្រួយបារម្ភខ្ញុំនឹងដោះស្រាយរឿងរបស់ចន្ទធូអ្នកមិនមែនជាបន្ទុកទេអ្នកណាហ៊ានធ្វើបាបចៅទូតប្រុសរបស់ខ្ញុំហ៊ានលើកដៃប៉ះអ្នកគ្រូសាររតនៈឯងចង់ស្លាប់មែនទេសម្លាញ់អ្នកមានអារម្មណ៍យ៉ាងណាដែរខ្ញុំស្រួលទេជីតាក្មេងរឹងរូសឯងគិតយ៉ាងម៉េចឲ្យរឿងនេះកើតឡើងចំពោះស្រីលះជីតាខ្ញុំនឹងទីរស់សុខសប្បាយទាំងពីររឿងទាំងមូលនេះមិនមានអ្វីតាក់ទងនឹងរតនៈទេសូមកុំបន្ទោសគាត់អូដរាបណាអ្នកមិនអីបើមានអ្វីកើតឡើងក្មេងរឹងរូសឯងនឹងមានរឿងហើយអូកូនរតនៈនេះជាលើកដំបូងដែលគាត់ធ្វើជាឪពុកគាត់គ្មានបទពិសោធន៍គាត់គ្រាន់តែមិនចេះមើលថែអ្នកដោយសារអ្នកត្រូវសម្រាកហេតុអ្វីមិនត្រឡប់ទៅភូមិគ្រីស្ទបុរាណជាមួយខ្ញុំហាជីតាខ្ញុំអាចមើលថែនាងបានល្អខ្ញុំនឹងមិនទុកឲ្យរឿងបែបនេះកើតឡើងទៀតទេអូកុំអីអ្នកគិតថាអ្នកអាចធ្វើបានល្អជាងវិជ្ជបណ្ឌិតសុខឬត្រឡប់មកជាមួយខ្ញុំនឹងឲ្យវិជ្ជបណ្ឌិតសុខរៀបចំម្ហូបអស្ចារ្យល្អបំផុតសម្រាប់អ្នកកាលពីម្ដាយរបស់រតនៈមានផ្ទៃពោះគាត់នាងចូលចិត្តវាខ្លាំងណាស់ជីតាកូនបើខ្ញុំកាន់តែចាស់ខ្ញុំនៅសល់ពេលប៉ុន្មានទៀតបំណងធំបំផុតរបស់ខ្ញុំគឺថាមុនពេលខ្ញុំទៅក្នុងភ្នូខ្ញុំអាចឃើញដោយភ្នែកខ្ញុំផ្ទាល់ចៅទូតប្រុសរបស់ខ្ញុំត្រូវបាននាំមកកាន់លោកនេះដោយមានសុខភាពល្អនិងសុវត្ថិភាពកូនតើអ្នកមិនអាចផ្ដល់ការស្នើរបស់លោកតានេះបំណងអញ្ចឹងរតនៈប្រហែលជាយើងគួរតែយល់ព្រមតាមសំណើរបស់ជីតាវាជាឱកាសល្អក្នុងការចំណាយពេលជាមួយគាត់អូខេហាជីតារតនៈឥឡូវនេះពិតជាស្រឡាញ់ស្រីថោកនោះខ្លាំងណាស់ខ្ញុំមើលថាគាត់ថែមទាំងឲ្យនាងផ្លាស់ទៅនៅភូមិគ្រីស្ទបុរាណដើម្បីសម្រាកពេលមានផ្ទៃពោះម្ដាយនាងប្រាប់ខ្ញុំមកតើពិតជាគ្មានផ្លូវសម្រាប់ខ្ញុំដើម្បីក្លាយជាលោកស្រីរតនៈទេនាងមានផ្ទៃពោះនោះជាឱកាសរបស់យើងតើអ្នកមានន័យយ៉ាងណាការមានផ្ទៃពោះមានរយៈពេល10ខែតើអ្នកអាចបញ្ឈប់បុរសពីការចេញក្រៅបានយ៉ាងដូចម្ដេចនោះជាឱកាសរបស់អ្នកនិយាយត្រូវតើនាងមិនមែនគ្រាន់តែពឹងផ្អែកលើកូននៅក្នុងពោះរបស់នាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជីតារតនៈចុះបើខ្ញុំមានផ្ទៃពោះដែរនោះអូខ្ញុំគេងមិនលក់ស្រួលទេថ្មីនេះសុខបន្ធូរអារម្មណ៍ដែលអ្នកធ្វើគឺល្អណាស់ហេតុអ្វីអ្នកមិនផ្លាស់ទៅភូមិគ្រីស្ទបុរាណហើយនៅជាមួយខ្ញុំពុនធឿនតើនាងជាអ្នកបម្រើក្នុងគ្រួសាររបស់អ្នកទេហេឯងជួយខ្ញុំយកវ៉ាលីនេះទៅបន្ទប់របស់ប៊ុនធឿនស្រីថោកគ្មានសុជីវធម៌នាងគ្មានសុជីវធម៌ទេហ៊ានបញ្ជាលោកស្រីនៃគ្រួសាររតនៈបែបនោះនាងបានរៀបការចូលគ្រួសាររតនៈជាច្រើនឆ្នាំមកហើយនាងនៅតែមិនអាចមានកូនទេចាំពាក្យខ្ញុំថ្ងៃរបស់នាងជាម្ចាស់ស្រីផ្ទះនេះមានកំណត់ហើយឯងពុនធឿននាងគួរឲ្យខ្លាចណាស់គ្រប់គ្រងមនុស្សរបស់អ្នកផងប្រសិនបើមានអ្វីកើតឡើងចំពោះកែវនិងទីរោគក្នុងផ្ទៃរបស់នាងបើមានបញ្ហាអ្វីនោះអ្នកអាចបំភ្លេចតំណែងរបស់អ្នកជាលោកស្រីរតនៈបានអ្នកនឹងលែងមានវិធីទៀតហើយអ្នកគ្រាន់តែនាំអ្នកណាម្នាក់មកផ្ទះដូចនេះតើពុកដឹងទេឪពុកសូមឲ្យខ្ញុំណែនាំបង្ហាញផងនេះគឺកែវសាយតិចឪពុកខ្ញុំមិនមែនជាឪពុករបស់អ្នកទេតើអ្នកគិតថាកន្លែងនេះជាអ្វីនាំមនុស្សស្រែខ្លះមកក្នុងផ្ទះយើងប៉ាប៉ុន្តែកូនដែលកែវកំពុងមានផ្ទៃពោះនៅតែជាកូនរតនៈខ្ញុំគ្រាន់តែនាំនាងមកផ្ទះដើម្បីសម្រាកមានបញ្ហាអីគ្រូសាររតនៈនឹងមិនទទួលស្គាល់កូនរបស់អ្នកបំផ្លាញគ្រូសារទេយកស្រីរបស់អ្នកហើយចេញទៅពុនធឿនខ្ញុំកំពុងឈឺពោះធ្ងន់ធ្ងរភ្លាមប្រញាប់តោះនាំអ្នកទៅជួបវិជ្ជបណ្ឌិតសុខហាមកអូ
កុំយកចិត្តទុកដាក់ពួកគេខ្ញុំមានអំណោយសម្រាប់អ្នកហាហាហាមកហាហាហាហេតើអ្នកចូលចិត្តទេហាហាហាជីតាខ្ញុំសុខសប្បាយទេមិនចូលចិត្តទេខ្ញុំនឹងយកអ្វីផ្សេងមកឲ្យទេមិនអីទេខ្ញុំពិតជាចូលចិត្តវាណាស់ចឹងល្អហើយអរគុណជីតាបាទខ្ញុំនឹងនាំស្រីលាក់ឡើងទៅលើអញ្ចឹងទៅចុះហាហាហាអរគុណជីតាអាហាហាហាស្រីថោកអាក្រក់នោះទាំងអស់នេះគួរតែជារបស់ខ្ញុំយប់នេះខ្ញុំនឹងបណ្ដេញស្រីលាក់ចេញពីផ្ទះកុំខាត់ឱកាសនេះពេលខ្ញុំមានកូនរបស់រតនៈអ្វីទាំងអស់ក្នុងគ្រួសាររតនៈនឹងក្លាយជារបស់ខ្ញុំទាំងអស់ខ្ញុំស្រេកទឹកយកទឹកមួយកែវមកឲ្យខ្ញុំអូព្រះអើយតាំងពីខ្ញុំមានកុហកមកការចងចាំរបស់ខ្ញុំកាន់តែអាក្រក់ទៅខ្ញុំតែងតែច្រឡំអ្នកថាជាអ្នកបម្រើរបស់គ្រួសាររតនៈនិយាយពីការផឹកទឹកវាអាស្រ័យលើសីតុណ្ហភាពដូចគ្នានឹងការមានកូនដែរគឺអាស្រ័យលើពូជពងស្រីសំផឹងមកពីភូមិអ្នកក៏មិនគួររំពឹងថានឹងដាក់ពងនេះទេកុំឲ្យខ្លួនឯងស្លាប់ព្រោះរឿងនេះអូឯងដូច្នេះតាមហេតុផលនោះម្ដាយនាងច្បាស់ជាចង្អែនណាស់ចំពោះម្ដាយខ្ញុំនិងស្រីលាក់ពួកគេបានរៀបការត្រឹមត្រូវចូលមកក្នុងគ្រួសាររតនៈខ្ញុំនឹងប្រកាសជារំលឹកជីតាឲ្យបញ្ចូលអ្នកទៅក្នុងបញ្ជីគ្រួសារភ្លាមហេតុអ្វីគាត់នៅទីនេះហើមដូច្នេះអ្នកក៏គ្រាន់តែជាស្រីសំផឹងដែរខ្ញុំគិតថាអ្នកថ្កើងណាស់ចេះរតនៈរតនៈអ្នកមកធ្វើអ្វីនៅទីនេះអ្នកកំពុងធ្វើអ្វីជាមួយស្រីលាក់មានផ្ទៃពោះហើយនាងមិនអាចបំពេញចិត្តអ្នកបានទេប៉ុន្តែខ្ញុំអាចបើអ្នកធុញណាស់ទៅរកអ្វីធ្វើចោះឈប់គិតរឿងប្តីគេពេញមួយថ្ងៃទៅខ្ញុំមិនដូចអ្នកទេជ្រូកឈ្មោះដែលចង់បានអ្នកណាក៏បានចេញទៅអ្នកមិនអីទេទើបតែទៅណាមិនមែនអញទេដែលនិយាយថាស្រេកទឹកដេកចុះនេះសម្រាប់អីកុំរើខ្ញុំមកថាប្រើវាពេលមានផ្ទៃពោះជួយការពារស្នាមសង្វារខ្ញុំអាចធ្វើដោយខ្លួនឯងបានមានកន្លែងដែលអញទៅដល់មិនរួចកន្លែងណាផ្លឹកឯងកុំរើគេថាស្នាមសង្វារមើលទៅអាក្រក់បើខ្ញុំមានវានៅពេលក្រោយអ្នកនឹងឃើញខ្ញុំមិនតាក់ទាញទេអត់ទេអញ្ចឹងទេការធ្វើជាម្ដាយគឺជារឿងដែលរឹងមាំប៉ុន្តែអស្ចារ្យកុំគិតច្រើនឯងកំពុងធ្វើអ្វីខ្ញុំធ្វើស៊ុបអែមមួយខ្ញុំទើបតែនឹងយកទៅឲ្យឯងនៅខាងលើរឿងបែបនេះទុកឲ្យអ្នកបម្រើធ្វើវិញអ្វីដែលសំខាន់បំផុតសម្រាប់ឯងឥឡូវនេះគឺត្រូវផ្ដោតលើការសម្រាករបស់ទារកអញ្ចឹងវាជាឯងនឹងជីតាដែលមិនឲ្យខ្ញុំធ្វើអ្វីសោះខ្ញុំអបសុកណាស់នៅផ្ទះបើឯងធន់ខ្ញុំអាចរៀបចំរឿងសប្បាយឲ្យឯងអូមតើខ្ញុំរំខានអ្វីទេឯងមកធ្វើអីនៅទីនេះខ្ញុំយករបស់តូចមកសម្រាប់កូនធေါ်ប្រុសរបស់ខ្ញុំនាពេលអនាគតឯងពិតជាមនុស្សចម្លែកម្នាក់រៀបការនឹងមានកូននោះជាដំណឹងធំហើយឯងលាក់ខ្ញុំបើមិនមែនជីតានិយាយចេញទេតើឯងនឹងលាក់រឿងនេះពីខ្ញុំដល់ពេលណាវាកាត់ឡើងលឿនគ្រាន់តែមិនទាន់រកពេលវេលាសមរម្យហេអញ្ចឹងណែនាំខ្ញុំឲ្យស្គាល់ស្ត្រីនោះនេះគឺភរិយារបស់ខ្ញុំស្រីលាក់នេះគឺមិត្តភក្តិរបស់ខ្ញុំវីរៈ
រីករាយដែលបានជួបលោកវីរៈ អូអញ្ចឹងអញគឺជាអ្នកដែលរតនៈជ្រើសរើសធ្វើជាចៅហ្វាយនាងខ្មាស់បន្តិចកុំធ្វើឲ្យនាងពិបាកពេកយកព្រមអញដឹងទេខ្ញុំមានការងារច្រើននៅការិយាល័យលើកក្រោយខ្ញុំសូមអញ្ជើញយើងនឹងញ៉ាំអាហារពេលល្ងាចជាមួយគ្នានេះហើយហេជួបគ្នា ឯងស្រីថោកឯងបំផ្លាញផែនការរបស់ខ្ញុំបើមិនមែនដោយសារឯងទេខ្ញុំនឹងបានគាត់ការពីយប់មិញ អ្នកណាធ្វើឲ្យកញ្ញាសុខាខឹងបែបនេះហឹម អូគ្មានអីទេឯងបានជួបស្រីលក្ខឯងគិតយ៉ាងណាចំពោះនាង នាងហាក់ដូចជាមិនអីទេមើលពីខាងក្រៅនាងគឺជាមនុស្សល្អ ស្រីល្អអ្នកទាំងអស់គ្នាត្រូវនាងបញ្ឆោតតើអ្នកមានន័យយ៉ាងណា រតនៈមិនដែលចាប់អារម្មណ៍ស្រីទេនាងស្គាល់គាត់តិចជាង1ខែហើយពួកគេរៀបការហើយអូតើអ្នកមិនគិតទេថាមានរឿងគួរឲ្យសង្ស័យហឺ អំពីតនៈវាមកពីគាត់មានបញ្ហានោះជារឿងផ្ទាល់ខ្លួនរបស់រតនៈខ្ញុំត្រូវតែរក្សាវាជាការសម្ងាត់សម្រាប់គាត់អូយ៉ាងណាក៏ដោយស្រីលក្ខមិនមែនជាមនុស្សប្រភេទដែលមានគំនិតអាក្រក់ជ្រៅនោះទេសុខាខ្ញុំយល់ថាអ្នកចូលចិត្តរតនៈឃើញគាត់រៀបការជាមួយស្រីផ្សេងពិតជាពិបាកសម្រាប់អ្នកប៉ុន្តែពេលនិយាយពីអារម្មណ៍អ្នកមិនអាចបង្ខំបានទេ ហេ កុំឲ្យការខឹងផ្ទាល់ខ្លួនធ្វើឲ្យអ្នកបង្កាច់នាង ខ្ញុំមិនមែននិយាយអាក្រក់ពីនាងទេនាងគ្រាន់តែជាស្ត្រីមុខពីរអូយទើបតែពេលនេះខ្ញុំបានទៅយកផ្លែឈើឲ្យលោកស្រីរតនៈដោយសារខ្ញុំភ្លេចអាឡេកស៊ីស្វាយរបស់នាងទះមុខខ្ញុំឃើញទេខ្ញុំមិនបានកុហកទេ តើអាចទៅជាយ៉ាងនេះ លោកវីរៈចៅវាយថាអ្នកនៅទីនេះគាត់ប្រាប់ឲ្យខ្ញុំអញ្ជើញអ្នកទៅលេងអុកជាមួយគាត់ អូខ្ញុំនឹងទៅឥឡូវនេះប្រហែលជាមានការយល់ច្រឡំខ្លះកុំគិតច្រើនពេកយ៉ាងនេះវិញទេខ្ញុំនឹងនាំពួកគេទៅញ៉ាំអាហារពេលល្ងាចអ្នកចូលរួមជាមួយយើងហើយយើងនឹងដោះស្រាយឲ្យច្បាស់ខ្ញុំទៅម្ដាយនាងវីរៈមិនជឿទេកុំអន្តេះអន្តែងរឿងល្អត្រូវការពេលវេលានេះជាអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ស្រីលក្ខខ្ញុំសុំទោសឥឡូវអ្នកចង់លេងល្បិចចំពោះអ្វីទៀតយប់មុនខ្ញុំមិនមានចេតនាចូលបន្ទប់អ្នកដើម្បីបំភ័យអ្នកទេសូមកុំអោយជីដារតនៈបណ្ដេញខ្ញុំចេញខ្ញុំមិនដឹងថាអ្នកនិយាយអ្វីទេលេងខ្ញុំហេសុខាអ្នកមិនអីទេ ខ្ញុំមិនអីទេ តើមានរឿងអ្វីកើតឡើងហេតុអីឯងរុញនាង ខ្ញុំមិនបានរុញនាងទេនាងមិនបានរុញខ្ញុំទេវាជាកំហុសរបស់ខ្ញុំផ្ទាល់សូមកុំប្រាប់រតនៈឯង មានរឿងអី រតនៈវាគ្រាន់តែជាកំហុសរបស់ខ្ញុំរអើដួលលើចន្ទាស្រីលក្ខមិនបានរុញខ្ញុំទេខ្ញុំមិនដែលរុញនាងទេ ខ្ញុំជឿអ្នកខ្ញុំមិនបានដាស់តឿនអញទេចូលនៅឲ្យឆ្ងាយពីស្រីលក្ខប៉ុន្តែខ្ញុំបានឃើញដោយភ្នែករបស់ខ្ញុំវាជាស្រីលក្ខដែលរុញសុខាចុះពីលើចន្ទាស្រីលក្ខមិនមែនជាមនុស្សបែបនោះទេកុំឲ្យសុខាបញ្ឆោតឯងប៉ុន្តែខ្ញុំពិតជាវីរៈឯងមិនចាំបាច់ការពារខ្ញុំទៀតទេយ៉ាងណាក៏ដោយរតនៈមិនជឿខ្ញុំទេ យើង3នាក់ធំឡើងជាមួយគ្នាខ្ញុំជឿសុខានាងមិនមែនដូចនោះទេស្រីលក្ខជាភរិយារបស់ខ្ញុំស្គាល់នាងច្បាស់ជាងនាងជាមនុស្សបែបណាបើអញហ៊ាននិយាយបង្កាច់ស្រីលក្ខទៀតចេញទៅជាមួយសុខាឯង វីរៈចាំខ្ញុំវីរៈឆោតល្ងងគាត់ងាយនឹងបញ្ឆោតកុំយកអ្វីដែលគាត់និយាយមកដាក់ក្នុងចិត្ត ប្រហែលអ្នកគួរតែហៅគាត់មកវិញដោះស្រាយរឿងនេះខ្ញុំមិនចង់ឲ្យអ្នកឆ្លោះជាមួយមិត្តភក្តិមកពីខ្ញុំទេខ្ញុំនឹងមានអារម្មណ៍មិនល្អ បើមិត្តភក្តិរបស់ខ្ញុំមិនអាចគោរពនិងយល់ពីការសម្រេចចិត្តរបស់ខ្ញុំនោះគ្មានន័យអ្វីក្នុងការបន្តមិត្តភាពនេះ ម្ដាយមីងអ្នកពូកែណាស់វីរៈជាអ្វីដែលខ្ញុំនិយាយហើយខ្ញុំឃើញអ្វីទាំងអស់ទើបតែឥឡូវនេះវាជាអ្នកដែលរមៀលចុះពីចិន្តាដោយខ្លួនឯងអូនខ្ញុំត្រូវនិយាយថាអ្នកពិតជាគ្មានប្រយោជន៍បន្ទាប់ពីការខិតខំទាំងអស់អ្នកនៅតែមិនអាចរុញច្រានកន្លែងរបស់ស្រីនោះក្នុងចិត្តរបស់រតនៈបានទេហាហាអឹមហឹមសូមទោសសូមអរគុណ
ម្ដាយមីងខ្ញុំរវល់ដោះស្រាយជាមួយស្រីថោកនោះភ្លេចដោះស្រាយជាមួយអ្នក ហើយហេញ៉ាំបន្តិចទៀត អ្នកក៏គួរសាកល្បងខ្លះដែររសជាតិយ៉ាងម៉េចដែរ មិនអាក្រក់ទេ ខ្ញុំបានទៅរៀនម្ហូបអស់ពីលោកគ្រូរបស់ខ្ញុំ លោកគ្រូ អូនោះគឺវេជ្ជបណ្ឌិតសុកខ្ញុំចង់រៀនថ្នាំច្រើនទៀតពីគាត់ដើម្បីកែលម្អខ្លួនឯង ការសិក្សាល្អទេប៉ុន្តែកុំធ្វើការហួសកម្លាំង សម្បុកសត្វស្លាបជារបស់ល្អហេតាក់នៅទីនេះនេះរៀបចំសម្រាប់លោកស្រីរតនា ប៉ាកែវក៏មានផ្ទៃពោះដែរអ្នកមិនអាចលំអៀងបានទេបើអ្នកមានបញ្ហាជាមួយវាយកស្រីដែលអាម៉ាស់របស់អ្នកចេញទៅ ជីតាសូមកុំខឹងសូមអរគុណជីតាខ្ញុំក៏បានរៀបចំម្ហូបអស់មួយសម្រាប់អ្នកដែរ អូវ៉ាវ វេជ្ជបណ្ឌិតសុកបាននិយាយថានេះជាអាហារដែលអ្នកចូលចិត្ត ហឹមហាសូមឲ្យខ្ញុំសាកល្បងឆ្ងាញ់ហេ យើងទាំងពីរកំពុងមានកូនរបស់គ្រួសាររតនាដូច្នេះអ្វីដែលធ្វើឲ្យអ្នកខ្លាចធ្នូម្លេះចាំមើលដូច្នេះអ្នកមិនឲ្យខ្ញុំញ៉ាំរបស់នេះទេអញ្ចឹងខ្ញុំនឹងញ៉ាំវាទៅតើវាអីធំដុំមកពីគ្រួសារក្រីក្រអ្នកតែងតែធ្វើរឿងលួចលាក់បែបនេះនេះជាសម្បុកត្រចៀកកម្មល្អបំផុតសម្បុកត្រចៀកកម្ម1អោនមានតម្លៃស្មើមាស1អោនជីតារតនាបានរៀបចំពិសេសនេះសម្រាប់ស្រីលាក់អញហ៊ានញ៉ាំវាទេខ្ញុំក៏កំពុងទុកអ្នកស្នងរាជរបស់គ្រួសាររតនាដែរហេតុអីខ្ញុំមិនហ៊ានអ្វីដែលនៅក្នុងផ្ទៃរបស់នាងនិងអ្វីដែលនៅក្នុងពោះរបស់ហែងគឺខុសគ្នាឆ្ងាយណាស់គួរឲ្យអាណិតណាស់របស់នោះនៅក្នុងពោះហែងមិនមែនជារបស់ពិសេសទេដូច្នេះវាមិនបានសប្បាយជាមួយភាពប្រណិតបែបនេះទេឯងរបស់ពិសេសហើយតើស្រីលាក់នៃណា នាងនៅក្នុងសួនច្បារកំពុងហាលថ្នាំប៉ាសូមឲ្យខ្ញុំនាំលោកទៅរកនាងហេឯងធ្វើអីខ្ញុំមកនេះដើម្បីបញ្ចប់ជីវិតកូនរបស់អ្នកឯងឈួតហើយឬពោះខ្ញុំកូនខ្ញុំដូច្នេះទីរោគមិនបានរស់ទេម៉េច តើអាចទៅរួចយ៉ាងដូចម្ដេចវាទៅតែល្អនៅក្នុងផ្ទៃរបស់ខ្ញុំនេះទាំងអស់នេះដោយសារអ្នកខ្ញុំមិនបានសម្លាប់កូនរបស់អ្នកទេ ប៉ាស្រីថោកនោះបានសម្លាប់ចៅប្រុសរបស់អ្នកត្រូវធ្វើអ្វីមួយ នាងជាអ្នកដែលព្យាយាមធ្វើបាបខ្ញុំ តើអ្នកចង់បានអ្វីប្រគល់ភាគហ៊ុនរបស់ខ្ញុំមកវិញមិនត្រឹមតែប៉ុណ្្នឹងទេនឹងភាគហ៊ុនរបស់រតនាផងខ្ញុំនឹងទទួលមរតកក្រុមហ៊ុនរតនាពិតមាត់ប៉ាខ្ញុំឃើញយ៉ាងច្បាស់ទើបតែពេលនេះនាងបានព្យាយាមធ្វើបាបស្រីលាក់និងទីរោគក្នុងផ្ទៃរបស់នាងតើអាចទៅរួចយ៉ាងដូចម្ដេចជីតាអ្នកពិតជានៅខាងស្រីលាក់នឹងធ្វើឲ្យចៅប្រុសខ្លួនឯងខ្លាចជារឿងកំ pl ែងហុំយកជីវិតមួយមកដូរជីវិតខ្ញុំគ្មានកូនរបស់អ្នកទេជីតាចាស់ខ្ញុំបានយកព្រមស្រីលាក់ត្រឡប់មកភូមិគ្រីស្ទបុរាណវិញដើម្បីឲ្យនាងបានសម្រាកពេលមានផ្ទៃពោះប៉ុន្តែឥឡូវនេះមានអ្នកខ្លះក្នុងផ្ទះនេះនៅតែព្យាយាមម្ដងហើយម្ដងទៀតដើម្បីធ្វើបាបនាងនិងទីរោគយើងគ្មានហេតុផលត្រូវនៅទីនេះទៀតទេតោះទៅហេចាំអ្នកទាំងពីរមិនទៅណាទេនាំមនុស្សរបស់អ្នកហើយចេញពីផ្ទះរបស់ខ្ញុំប៉ាតើអ្នកអាចឲ្យខ្ញុំចាក់ចេញយ៉ាងដូចម្ដេចខ្ញុំជាកូនប្រុសរបស់អ្នកខ្ញុំគ្មានកូនប្រុសទេតែក្បត់ដូចអ្នកបើអ្នកមិនចាក់ចេញឥឡូវនេះទេខ្ញុំនឹងឲ្យគេបោះអ្នកចេញពុនធឿនអរគុណជីតា
តើអ្នកពិតជាចាក់ចេញឥឡូវនេះមែនទេខ្ញុំបានបណ្ដេញគ្រួសារពូរបស់អ្នកទាំងមូលគ្មាននរណាម្នាក់ធ្វើបាបស្រីលាក់ទៀតទេឬទីរកក្នុងផ្ទៃរបស់នាងទៀតទេជីតាស្រីលាក់ជាភរិយារបស់ខ្ញុំឥឡូវនេះការថែទាំនាងនិងកូនរបស់យើងជាកាតព្វកិច្ចរបស់ខ្ញុំបើអ្នកចង់ជួបនាងពេលណាខ្ញុំនឹងនាំនាងមកសួរសុខទុក្ខអញ្ចឹងទៅយើងនឹងចាក់ចេញហើយជីតាដកដង្ហើមធំអ្នកបានជួបរឿងពិបាកនៅភូមិគ្រីបុរាណសូមទោសដែលអ្នកត្រូវឆ្លងកាត់រឿងនោះទេអ្នកទេដែលត្រូវគេធ្វើខុសបន្ទាប់ពីនៅភូមិគ្រីបុរាណខ្ញុំទើបយល់ថាបរិស្ថានដ៏ញញៃតែអ្នកធំដឹងក្តីវាធ្វើឲ្យខ្ញុំឈឺចាប់រតនៈចាប់ពីពេលនេះទៅទីរុកនឹងខ្ញុំនឹងនៅខាងអ្នកជានិច្ចខ្ញុំគិតថាខ្ញុំមានអារម្មណ៍ថាគាត់រើមិនអាចទេទើបតែ2ខែគាត់មិនទាន់ពេញលក្ខណៈផងកូនយើងជាក្មេងពូកែប្រហែលជាគាត់ធំលឿនមួនអញ្ចឹងតើអ្នកបានគិតឈ្មោះសម្រាប់ទីរុកទេអ្នកវិញតាមពិតខ្ញុំក៏មិនទាន់ដែរប៉ុន្តែខ្ញុំមានឈ្មោះហៅក្រៅហៅគាត់ថាមីលីអ្នកយល់យ៉ាងម៉េចខ្ញុំគ្រាន់តែសង្ឃឹមថាកូនយើងធំឡើងមានសុខភាពល្អនិងសុវត្ថិភាពមួនដោយសារអ្នកជ្រើសឈ្មោះហៅក្រៅមួនខ្ញុំនឹងជ្រើសឈ្មោះផ្លូវការព្រមខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យស្អែកសម្រាប់ពិនិត្យផ្ទៃពោះព្រមតើមានដំណឹងអ្វីទេវិជ្ជបណ្ឌិតលោករតនៈគ្រឿងបរិក្ខារមន្ទីរពេទ្យថ្ងៃនេះមានបញ្ហាតិចតួចលទ្ធផលអាចនឹងយឺតពេលរួចរាល់ខ្ញុំនឹងឲ្យគេជូនដំណឹងអ្នកភ្លាមព្រមតោះទៅផ្ទះវិញឥឡូវមួនអូក្មេងរឹងរូសខ្ញុំនេះរបាយការណ៍ផ្ទៃពោះរបស់ស្រីលាក់មានបញ្ហាតើមានរឿងអ្វីស្រីលាក់មានផ្ទៃពោះក្រៅស្បូនតើរឿងនេះកើតឡើងដូចម្ដេចក្មេងស្រីជាទីស្រឡាញ់គាត់ស្រឡាញ់កូនណាស់គាត់មិនអាចទ្រាំទ្របានទេសុខភាពរបស់ស្រីលាក់ជាអ្វីដែលសំខាន់បំផុតយើងនៅក្មេងយើងអាចមានកូនទៀតទីរោគនេះយើងមិនអាចទុកវាបានទេអ្នកធ្វើអ្វីនៅទីនេះអ្នកមិនត្រជាក់ទេរតនៈតើមានអ្វីមួយតែអ្នកចង់ប្រាប់ខ្ញុំមិនទាន់ដល់ពេលប្រាប់នាងទេមែនទេតើខ្ញុំធ្លាប់កុហកអ្នកទេចុះហេតុអីអ្នកមិនចង់បានកូនរបស់យើងប៉ុន្តែថ្ងៃនោះពេលដែលយើងកំពុងជ្រើសឈ្មោះអ្នកសប្បាយណាស់រតនៈហេតុអីអ្នកកុហកខ្ញុំរតនៈគ្រូពេទ្យថាពេលទីរោគអាយុ2 ទៅ 3 ខែយើងអាចចាប់ផ្ដើមការអប់រំទីរោគក្នុងផ្ទៃបានតើអ្នកអាចប្រាប់មីលីស្តូចរបស់យើងរឿងមួយសូមខ្ញុំមានការងារខ្លះត្រូវធ្វើឲ្យចប់ប្រហែលក្រោយរតនៈហេតុអីអ្នកកុហកខ្ញុំហេនិយាយអញ្ចឹងខ្ញុំត្រូវនិយាយជាមួយអ្នកបើនេះនិយាយពីសុខាចេញទៅកុំតឹងរឹងជាមួយសុខាពេកមិនហើយនាងខូចបន្តិចប៉ុន្តែនាងមិនមែនជាមនុស្សអាក្រក់ទេនាងបែបណាមិនមែនកង្វល់របស់ខ្ញុំទេអ្វីដែលខ្ញុំដឹងគឺនាងបន្តធ្វើបាបស្រីលាក់ចេញតើអ្វីទៅមុនអាគមអ្វីដែលស្រីលាក់ដាក់លើអ្នករហូតដល់អ្នកទុកចិត្តនាងខ្លាំងម្ល៉េះលីណានាំគាត់ចេញទៅសូមអញ្ជើញមុនស្រីលាក់តោះនិយាយគ្នានិយាយមកតើអ្នកចង់និយាយរឿងអ្វីស្រីលាក់អ្នកគួរតែលែងលះរតនៈអ្នកទាំងពីរមិនសមរម្យសម្រាប់គ្នាទេរតនៈដូច្នេះអ្នកមិនទាំងប្រាប់ខ្ញុំថាអ្នកចង់លែងលះនៅចំពោះមុខខ្ញុំគាត់ប្រាប់អ្នកឲ្យនិយាយប្រាប់ខ្ញុំអូខេហើយខ្ញុំយល់រតនៈអ្នកមិនចង់បានកូននេះទេខ្ញុំចង់គ្រាន់តែបែបនេះលោកស្រីត្រឡប់មកវិញហើយ
លោករតនៈប្រាប់ខ្ញុំរៀបចំថ្នាំនេះថ្នាំទប់ស្កាត់ការរលូតសម្រាប់លោកស្រីនេះមិនមែនជាថ្នាំទប់ស្កាត់ការរលូតតតែសោះវាជាថ្នាំរំលូតកូនរតនៈអ្នកមិនចង់បានកូននេះទេហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំទុកនៅទីនោះចុះខ្ញុំនឹងផឹកក្រោយសួស្ដីយាយសូមរៀបចំរបស់យាយខ្ញុំនឹងមកទទួលយាយពីមន្ទីរពេទ្យឆាប់អូយោពមជំរាបលារតនៈស្រីលក្ខមិនថាអ្នកសម្រេចចិត្តយ៉ាងណាទេយាយនឹងនៅទីនេះសម្រាប់អ្នករតនៈលោករតនៈអ្នកមិនឆ្លើយទូរស័ព្ទទេឬសាររបស់អ្នកខ្ញុំស្ទើរតែគិតថាអ្នកក៏ស្លាប់ដែរបងមើលខ្លួនឯងទៅអ្នកមានអំណាចខ្ពស់នាយកប្រតិបត្តិក្រុមហ៊ុនរតនៈទាំងអស់សម្រាប់ស្ត្រីម្នាក់ធ្វើដូចជាអ្នកនឹងស្លាប់ជប់និយាយទៅនាងមិនទាន់ស្លាប់ទេនាងបាត់ខ្លួនហើយកាលពី3ថ្ងៃមុននៅលើស្ពានឆ្លងទន្លេមានគ្រោះថ្នាក់ចរាចរណ៍ធំមួយរថយន្តជាង10គ្រឿងធ្លាក់ចូលសមុទ្រស្ទើរតែគ្មាននរណាម្នាក់រស់រានមានជីវិតឡើយវាថែមទាំងចេញក្នុងព័ត៌មានទៀតផងនេះអ្នកប្រាប់គាត់ទៅលោករតនៈក្រុមស្វែងរកដែលអ្នកបញ្ជូនទៅបានស្វែងរកអស់រយៈពេល3ថ្ងៃហើយពួកគេនៅមិនទាន់រកឃើញសាកសពរបស់ស្រីចំណាស់និងលោកស្រីនៅឡើយទេរកឃើញពួកគេបន្តស្វែងរកទៅបាទលោកខ្ញុំធ្វើខុសហើយខ្ញុំមិនគួរទៅរកនាងដោយលាក់អ្នកទេតើអ្នកមានន័យយ៉ាងម៉េចខ្ញុំមិនចង់ឲ្យអ្នកត្រូវគេបោកទេដូច្នេះខ្ញុំព្យាយាមបញ្ចុះបញ្ចូលស្រីលាក់ឲ្យលែងលះអ្នកនាងជាជីវិតរបស់ខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំមិនគួរធ្វើការសម្រេចចិត្តដោយខ្លួនឯងទេខ្ញុំមិនដែលគិតថារឿងបែបនេះនឹងកើតឡើងទេអំពីការបដូររបាយការណ៍មានផ្ទៃពោះរបស់ស្រីលក្ខអ្នកធ្វើបានល្អណាស់ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តគ្រាន់តែបិទមាត់របស់អ្នកទៅកុំបារម្ភខ្ញុំយល់ច្បាស់ហើយអូខេកូនក្មេងនៅអាយុរបស់អ្នកត្រូវការបង្កើនកម្លាំងខ្ញុំនឹងចេញវេជ្ជបញ្ជាឲ្យអ្នកខ្លះវានឹងជួយអ្នកគ្រប់គ្រងប្រព័ន្ធរាងកាយរបស់អ្នកអរគុណលោកវេជ្ជបណ្ឌិតអស់ស្ដារឡើងវិញផ្កាចង្រិតមាសផ្លែ raspberry ផ្លែ mulberry អូខេអស់ហើយអរគុណលោកវេជ្ជបណ្ឌិតមីលីតើចង់មកជាមួយយាយទួតទៅផ្សារទំនិញមកហើយហេយឺតស្វាហាប់ណាស់ឆ្ងល់ថាតើនាងយកមកពីអ្នកណាយឺតចាំយាយផងកូនយាយទួតថ្ងៃនេះយកឆ្អឹងជំនីទេម៉ាក់ចូលចិត្តវាបានហើយតាមតែមីលីសចង់អូទេតើគាត់រកយើងឃើញនៅទីនេះដោយរបៀបណាយាយទួតគាត់ជាអ្នកណាគាត់ជាម៉ាក់របស់ឯងគាត់ជាមិត្តរបស់ម៉ាក់ឯងយើងមិនអាចទេយើងត្រូវតែទៅឥឡូវនេះដូច្នេះនេះហើយជាអ្វីដែលអ្នកចង់និយាយគម្រោងសំខាន់សុខភាពរបស់អ្នកប្រកាសជាគម្រោងសំខាន់មួយហេចាំយើងមកដល់ហើយគ្រូពេទ្យនៅទីនេះគឺជាវេជ្ជបណ្ឌិតផ្នែកបុរសជំនាញនាងត្រូវបានកក់ពេញខ្ញុំត្រូវចាំយូរណាស់ទើបបានការណាត់នេះប្រសិនបើវាថ្លៃថ្នូរម្លេះអ្នកគួរតែទុកវាសម្រាប់ខ្លួនឯង5ឆ្នាំហើយអ្នករស់នៅដូចព្រះសង្ឃតើអ្នកពិតជាក្រមស្លាប់ម្នាក់ឯងជីដារតនៈនៅផ្ទះបារម្ភខ្លាំងណាស់តើអ្នកទាំងពីរមកពីគ្រោះជំងឺទេស្រីលក្ខអ្នកនៅរស់
សូមឲ្យលោកនេះទៅហើយអ្នកជានរណាខ្ញុំមិនដឹងថាអ្នកជានរណាទេ ហើយអ្វីបានជាអ្នកធ្វើពុតថាមិនស្គាល់ខ្ញុំគឺអ្នកគឺជានាង នេះគឺជា clinic ពេទ្យបើអ្នកមិនមែនជាអ្នកជំងឺទេចេញទៅ រតនៈស្ងប់ស្ងាត់បន្តិចអ្នកគឺជាស្រីលក្ខរយៈពេល5ឆ្នាំកន្លងមកហើយអ្វីបានជាអ្នកលាក់ខ្លួនពីខ្ញុំតើអ្នកដឹងទេ អ្នកឈួតហើយឬមើលទៅអ្នកខ្ញុំប្រាប់ហើយថាខ្ញុំមិនមែននាងទេឈ្មោះខ្ញុំអរុនវេជ្ជបណ្ឌិតអរុនមិនមែនស្រីលក្ខទេ អីខ្ញុំសុំទោសចំពោះរឿងនោះ វេជ្ជបណ្ឌិតអរុន សូមកុំយករឿងនេះទៅប្រកាន់អ្នកជំងឺទុកវាចោលទៅភរិយារបស់គាត់គឺបានស្លាប់មួយរយៈមុននេះគាត់មិនដូចមុនទេចាប់តាំងពីពេលនោះមករតនៈខ្ញុំដឹងថារយៈពេល5ឆ្នាំកន្លងមកអ្នកមិនអាចបំភ្លេចនាងបានទេប៉ុន្តែដោយសារអ្នកឃើញស្ត្រីម្នាក់ដែលមើលទៅស្គាល់មិនមែនមានន័យថានាងជាស្រីលក្ខទេអញ្ចឹងអ្នកពិតជាមិនមែននាងទេម៉ាក់ សូមទោសអីតើអ្នកមករកគ្រូពេទ្យមែនទេចូលមក ហើយអ្វីបានជាអ្នកកំពុងស្រឡាំងកាំងមើលទៅខ្ញុំបានខំប្រឹងយ៉ាងខ្លាំងដើម្បីបានការណាត់ជួបនេះកុំខាតបង់វាឲ្យសោះនាងខុសពីស្រីលក្ខ តើមានរោគសញ្ញាអ្វីខ្លះ អូមើលទៅតាំងពីភរិយារបស់គាត់ស្លាប់គាត់មានបញ្ហានេះគឺមិនអាចឡើងរឹងបាន ហេឈប់ធ្វើជាស្វាមីមេម៉ាយដែលខូចចិត្តទៀតទៅកាលពី5ឆ្នាំមុនអ្នកមិនមែនបែបនេះទេចាត់ទុកថាជាកម្មផលដែលអ្នកមិនអាចឡើងរឹងបាន ចាំ មានរឿងអី អ្នកគឺស្រីលក្ខនាងជាមនុស្សតែម្នាក់ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ ខ្ញុំបានប្រាប់អ្នកហើយខ្ញុំមិនមែននាងទេបើអ្នកមកមិនមែនដើម្បីព្យាបាលទេចេញទៅខ្ញុំមានអ្នកជំងឺមួយជួរកំពុងរងចាំ មករតនៈមើលទៅនៅលើโลกនេះមានមនុស្សច្រើនតែមើលទៅដូចគ្នាដូច្នេះជប់សន្និដ្ឋានភ្លាមទៅយើងសុំទោសខ្ញុំកំពុងនាំមិត្តភ័ក្តិរបស់ខ្ញុំទៅផ្ទះប្រហែលជាយើងនឹងមកម្ដងទៀតថ្ងៃក្រោយ បើអ្នកមិនឈឺកុំមកទៀត ពូហេមើលកន្លែងអ្នកទៅអ្នកមិនមើលតតែសោះអូទេ អូហើយអ្វីបានជាពួកគេត្រឡប់មកវិញម៉ោងនេះ រតនៈមើលក្មេងនេះមើលទៅដូចអ្នកកាលនៅក្មេងណាស់យេ ហេកូនប្រុសតើខ្ញុំស្គាល់អ្នកទេ ម៉ាក់ ខ្ញុំបានប្រាប់អ្នកច្រើនដងហើយកុំទៅហៅមនុស្សចម្លែកថាម៉ាក់ហើយនាងថាម្ដាយមីង ម្ដាយមីងហើយអ្វីបានជាយាយទួតខ្លាចជាយាយវិញហ៊ូ ថ្នាំដែលអ្នកបានចេញឲ្យកូនប្រុសខ្ញុំកាលពីលើកមុនបានផលល្អណាស់ខ្ញុំមកដើម្បីអរគុណអ្នកប៉ុណ្ណោះរីករាយដែលបានជួយទេខ្ញុំត្រូវតែយកពួកគេចេញពីទីនេះមុនពួកគេដឹងខ្លួនសម្លាញ់អ្នកត្រឡប់មកវិញហើយ ម៉ា គឺខ្ញុំទេអ្នកមិនដឹងថាមានរឿងអីកើតឡើងទេអ្នកត្រឡប់មកវិញយឺតណាស់ហើយទៅតែពេលនេះមានបុរសឈួតម្នាក់ចាប់ខ្ញុំហើយអះអាងថាខ្ញុំជាភរិយាដែលស្លាប់របស់គាត់ ចាំអ្នករៀបការហើយឬ ចា៎ ទៅខ្ញុំបានប្រាប់អ្នកហើយអ្នកច្រឡំមនុស្សនាងរៀបការហើយគ្មានផ្លូវនេះជាស្រីលក្ខទេប្រសិនបើស្រីលក្ខមិនបានចាក់ចេញកូនរបស់យើងនឹងធំប៉ុននេះហើយ រតនៈបើអ្នកមិនស្រឡាញ់ខ្ញុំទេហើយអ្នកមិនចង់បានពួកយើងទៀតទេហើយអ្វីបានជាអ្នកនៅតែមករកខ្ញុំនៅចំពោះមុខខ្ញុំសម្ដែងល្ខោននេះទើបជាអ្នកនៅតែស្រឡាញ់ខ្លាំង គុំយំម៉ាក់តើបរោះនោះគឺជាអ្នកដែលធ្វើបាបអ្នកមែនទេបើមែនប្រាប់ខ្ញុំមកខ្ញុំនឹងសងសឹកឲ្យអ្នក ទេមិនមែនទេម៉ាក់គ្រាន់តែមានផ្សែងចូលភ្នែកពីមុននេះ ឲ្យខ្ញុំផ្លុំឲ្យអ្នកនឹងធូរស្រាលរតនៈ ខ្ញុំនឹងមិនឲ្យអ្នកដឹងអំពីមីលីខ្ញុំនឹងមិនឲ្យឱកាសអ្នកម្ដងទៀតធ្វើបាបនាងទេ បរោះនោះមុខដូចខ្ញុំតើគាត់អាចជាឪពុកខ្ញុំទេលោករតនៈតើខ្ញុំអាចជួយអ្នកអ្វីខ្លះទៅស៊ើបអំពីវិជ្ជបណ្ឌិតឈ្មោះអរុនឲ្យខ្ញុំបាទលោកស្រីលក្ខតើអ្នកពិតជាមែនទេបើអ្នកមិនស្លាប់ហើយអ្វីមិនត្រឡប់មកវិញមកហើយតើអ្នកមកធ្វើអ្វីនៅទីនេះបើកទ្វារ អូឈប់ទៅឯងមកទៀតហើយឬ កូនក្មេងដែលមកមុននេះណែណាតើគាត់មិនមែនជាចៅប្រុសរបស់អ្នកជំងឺអ្នកទេគាត់កំពុងធ្វើអីនៅកន្លែងអ្នក
ជីដូនរបស់គាត់បានឲ្យគាត់ធ្វើជាកូនសិស្សអស្ចារ្យរបស់ខ្ញុំមានបញ្ហាអ្វីលោកខ្ញុំគិតថាខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកកាលពីលើកមុនគ្មានជំងឺគ្មានមកជួបដូច្នេះមកវិញធ្វើអី ខ្ញុំឈឺហើយមានតែអ្នកទេវេជ្ជបណ្ឌិតអរុណដែលអាចព្យាបាលខ្ញុំបាន អ្នកណាជាពេទ្យនៅទីនេះខ្ញុំឬអ្នកបើខ្ញុំនិយាយថាអ្នកមិនអីទេអ្នកក៏មិនអីដែរឥឡូវចេញពីទីនេះទៅជប់ខាតពេលនឹងធនធានរបស់ខ្ញុំទៅ អ្នកគឺជាស្រីលក្ខមែនទេបើអ្នកមិនមែនទេហេតុអីអ្នកនៅតែព្យាយាមបណ្ដេញខ្ញុំចេញ តើអ្នកនឹងជប់ពេលណាខ្ញុំបានប្រាប់អ្នកហើយខ្ញុំមិនមែនជានាងទេចេញពីទីនេះទៅបើអ្នកមិនចេញទៅឥឡូវទេខ្ញុំនឹងហៅប៉ូលីសខ្ញុំនឹងប្តឹងអ្នកពីបទយាយី អ្នកគឺជានាងអញ្ចឹងហេតុអីអ្នកលាក់ខ្លួន អ្នកនឹងចេញឬអត់ រហូតដល់អ្នកទទួលស្គាល់ថាអ្នកជាស្រីលក្ខខ្ញុំមិនទៅណាទេលោកគ្រូខ្ញុំបានធ្វើស៊ុបនេះតើលោកគ្រូគិតយ៉ាងម៉េច មិនអាក្រក់ទេពិតជាអ្វីដែលខ្ញុំរំពឹងពីកូនសិស្សរបស់ខ្ញុំអ្នកប្រសើរឡើងច្រើនណាស់ ហេរសជាតិធម្មតាណាស់មិនគួរឲ្យចាប់អារម្មណ៍ទេនោះហើយជាស៊ុបកម្លាំងបុរសដែលខ្ញុំធ្វើអញ្ចឹងអ្នកត្រូវការស៊ុបកម្លាំងបុរសមែនទេវិជ្ជាបណ្ឌិតអរុណប្តីរបស់អ្នកប្រហែលជាខ្សោយណាស់ ទោះបីជាប្តីខ្ញុំខ្សោយក៏ដោយគាត់នៅតែប្រសើរជាងអ្នកដែរលើពីនេះទៅទៀតបើសិនជាអ្នកពូកែម្លេះហេតុអីអ្នកមកទីនេះ តើអ្នកកំពុងនិយាយថាខ្ញុំមិនគ្រប់គ្រាន់ឬ បើអ្នកគ្រប់គ្រាន់អ្នកមិនមកទីនេះទេចេញ ខ្ញុំមិនចេញទេខ្ញុំមិនទាន់ជាសះស្បើយទេបើពាក្យនេះលេចធ្លាយតើវាមិនបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកក្នុងនាមជាវិជ្ជាបណ្ឌិតផ្នែកបុរសជំនាញទេបើពាក្យនេះចេញទៅតើមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកជាវិជ្ជាបណ្ឌិតផ្នែកបុរសជំនាញទេហើយអ្នកវិជ្ជាបណ្ឌិតអរុណមិនចង់កេរ្តិ៍ឈ្មោះរបស់អ្នកត្រូវរងផលប៉ះពាល់ដែរទេ ទៅយកវិជ្ជាបញ្ជានេះទៅដាក់ថ្នាំ5ថ្ងៃគឺជាវគ្គព្យាបាលមួយហើយកុំមករំខានខ្ញុំទៀត លោកមានក្លិនស្អុយណាស់នេះសម្រាប់ការគំរាមកំហែងម្ដាយខ្ញុំលោកនេះជាថ្នាំរបស់លោកហេតុអ្វីមើលទៅដូចជាមានច្រើនជាងអ្វីដែលនៅក្នុងបញ្ជីខ្ញុំធ្វើជាកូនសិស្សអស់ជាច្រើនឆ្នាំពិតណាស់ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីជំងឺដូចលោកត្រូវការថ្នាំខ្លាំងអូអរគុណព្រះឲ្យក្តៅណាស់នៅទីនេះ ឯកសារអំពីអរុណស្ថានភាពយ៉ាងណាហើយនៅទីនេះទាំងអស់វិជ្ជាបណ្ឌិតអរុណបានមកដល់ទីក្រុងនេះកាលពី5ឆ្នាំមុនជាមួយកូនរបស់គាត់និងគ្រួសាររបស់គាត់គាត់បានបើក clinic អស្ចារ្យបុរាណគាត់មិនដែលចាក់ចេញទេកូនរបស់គាត់អាយុប៉ុន្មានហើយអ្នកជិតខាងថាអាយុ4ឆ្នាំ4ឆ្នាំកូនដែលខ្ញុំមានជាមួយស្រីលក្ខប្រសិនបើវារស់នឹងមានអាយុ5ឆ្នាំនៅឆ្នាំនេះប៉ុន្តែគាត់និងស្រីលក្ខពួកគេមើលទៅដូចគ្នាខ្លាំងណាស់ទេគ្មានផ្លូវវាជាការចៃដន្យបែបនេះ វិជ្ជាបណ្ឌិតអរុណ ខ្ញុំបានប្រាប់អ្នកហើយឲ្យនៅឆ្ងាយរយៈពេល5ថ្ងៃហើយកុំមករំខានខ្ញុំហេតុអ្វីបានជាអ្នកត្រឡប់មកវិញ ខ្ញុំមានអ្វីមួយចង់សួរអ្នក ចឹងសួរមកទុកដៃអ្នកឲ្យនៅស្ងៀម គ្រាន់តែឲ្យខ្ញុំមើលចង្កេះអ្នក តើអ្នកកំពុងធ្វើអ្វី ភរិយារបស់ខ្ញុំមានស្នាមក្រហមនៅត្រង់នេះនៅលើចង្កេះរបស់នាងគ្រាន់តែបញ្ជាក់ថាអ្នកគ្មានវាហើយខ្ញុំនឹងទុកអ្នកឲ្យនៅម្នាក់ឯងជារៀងរហូត ខ្ញុំគ្មានស្នាមក្រហមនៅលើខ្នងរបស់ខ្ញុំទេខ្ញុំព្រមមានអ្នកបើអ្នកហ៊ានធ្វើអ្វីដែលមិនសមរម្យតើអ្នកកំពុងធ្វើអ្វី ប្រយ័ត្ន អ្នកមិនអីទេ មុខរបស់អ្នកតើមុខរបស់អ្នកតែងតែបែបនេះទេ ហឺ ខ្ញុំមិនអីទេ ចាំនៅទីនេះ ពូត្រឡប់មកវិញទៀតហើយថ្នាំដែលខ្ញុំធ្វើឲ្យពូលើកមុនមិនមានប្រសិទ្ធភាពបានផលហើយតើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះមីលីអ្នកណាដាក់ឈ្មោះនោះឲ្យអ្នកម្ដាយរបស់ខ្ញុំ ខ្ញុំបានជ្រើសរើសឈ្មោះហៅក្រៅសម្រាប់ទារកហើយយ៉ាងម៉េចមីលី
ខ្ញុំគ្រាន់តែសង្ឃឹមទារករបស់យើងនឹងមានសុខភាពល្អនិងមានសុវត្ថិភាព មិនអីទេវារីករាយដែលបានជួបអ្នកនេះសម្រាប់អ្នកអរគុណមិនអីទេទៅលេងចូលមកទីនេះធ្វើការធ្វើតេស្តដណាឪពុកបន្ទាប់មកស៊ើបអង្កេតមន្ទីរពេទ្យដែលស្រីលះបានពិនិត្យផ្ទៃពោះបាទចាស់លោកគ្រូមើលវិជ្ជាបញ្ជាដែលខ្ញុំបានរៀបចំនេះខ្ញុំធ្វើត្រឹមត្រូវទេ ត្រឹមត្រូវហើយខ្ញុំមិនបានប្រាប់អ្នកទេកុំហៅខ្ញុំថាលោកគ្រូពេលគាត់នៅទីនេះ លោកគ្រូស្រីលះអ្នកបានកុហកខ្ញុំពេញមួយពេលនេះ រួចរាល់ហើយប៉ុន្មានថ្ងៃទៀតត្រូវប្រយ័ត្នមុខរបួសផងរក្សាវាឲ្យស្ងួតគ្រាន់តែចាំផ្លាស់ប្ដូរបង់រុំឲ្យទៀងទាត់ មុខរបួសនៅលើខ្នងខ្ញុំទៅមិនដល់ទេ ខ្ញុំចាំហើយមិត្តភក្តិដែលមកជាមួយអ្នកលើកមុននោះអ្នកដែលមកណាត់ជួបនោះអ្នកទាំងពីរហាក់ដូចជាស្និទ្ធស្នាលណាស់សូមគាត់ជួយអ្នកផ្លាស់បង់រុំផង ដូច្នេះអ្នកកំពុងនិយាយថាវិជ្ជាបណ្ឌិតអរុនគ្មានចេតនាចង់ទទួលខុសត្រូវលើខ្ញុំទេ លោករតនៈខ្ញុំរៀបការហើយប្រយ័ត្នពាក្យសម្ដីផង វិជ្ជាបណ្ឌិតអរុន ខ្ញុំត្រូវទៅពិនិត្យឲ្យអ្នកជំងឺម្នាក់ទៀតបើអ្នកគ្មានអីផ្សេងទៀតទេអ្នកគួរតែចាក់ចេញទៅឆ្កែមួយបែបនេះអ្នកនិយាយថានឹកខ្ញុំប៉ុណ្ណាតែអ្នកកំពុងចែចង់ជាមួយស្រីណាដែលអ្នកឃើញ នេះទឹកបន្តិចពូអរគុណទឹកនេះហែមខ្ញុំដាក់រូបមុនសម្ងាត់របស់ខ្ញុំចូលទៅមួយពេងហើយអ្នកដួលវិជ្ជាបណ្ឌិតស្រីលះអ្នកធ្វើការយ៉ាងនឿយហត់ណាស់អ្នកច្បាស់ជាហត់ហើយផឹកទឹកបន្តិចទៅ អរគុណ ចាំ អ្នកហេតុអ្វីទាំងអស់កំពុងវើ ស្រីលះមានរឿងអីមើលអីនេះជាកំហុសរបស់អ្នកទាំងអស់ដូច្នេះវាពិតជាអ្នកមែនស្រីលះអ្នកពិតជាអ្នកមែនអ្នកនៅរស់ពូខ្ញុំឃ្លានណាស់ស្ងាត់សាចង់ញ៉ាំអីប៉ានឹងធ្វើឲ្យស្ងាត់កុំដាស់ប៉ាតានេះមានន័យថាគាត់ស្គាល់ខ្ញុំនិងម៉ាក់ពូស្រីលាក់ស្អប់ខ្ញុំណាស់ឥឡូវខ្ញុំគិតថាគួរតែចាប់ផ្ដើមដោយស្ដារទំនាក់ទំនងយឺតជាមួយគាត់ទាំងពីរនាក់មុននឹងគិតប្រាប់ពួកគាត់ពីការពិតអូខេអញ្ចឹងខ្ញុំចង់បានឆ្អឹងជំនីជូរអែមសាច់ជ្រូកចំហុយ2ដងនិងជើងជ្រូកខ្វៃអូខេនេះហើយមីលីសាឡបងមើលថាចូលចិត្តអត់បើអត់ចូលចិត្តយើងនឹងទៅញ៉ាំក្រៅមិនដែរពូធ្វើម្ហូបឆ្ងាញ់ណាស់ធ្វើម្ហូបឆ្ងាញ់ណាស់អញ្ចឹងទេអញ្ចឹងប្រហែលជាខ្ញុំអាចធ្វើម្ហូបឲ្យញឹកញាប់ជាងនេះព្រមទេពិតណាស់គាត់មិនហាក់ដូចជាអាក្រក់ដូចខ្ញុំគិតទេបើគាត់អាចផ្សារជាមួយម៉ាក់ក៏ល្អដែរលោករតនៈការធ្វើតេស្តដណាឪពុកលទ្ធផលចេញហើយលោកកូនប្រុសចៅហ្វាយពិតជាកូនរបស់លោកនិងលោកស្រីដូច្នេះមីលីពិតជាកូនស្រីរបស់ខ្ញុំជាមួយស្រីលះហើយរឿងមួយទៀតលោកស្រីមិនដែលមានផ្ទៃពោះក្រៅស្បូនតតែសោះសាខាទី2បានសំណូកពេទ្យម្នាក់ពួកគេបានខ្លាញ់បន្លំរបាយការណ៍មានផ្ទៃពោះពួកគេធ្វើវាដើម្បីបង្ខំនាងឲ្យរំលូតកូននិងដើម្បីបំផ្លាញទំនាក់ទំនងរបស់លោកដូច្នេះនាងបានចាក់ចេញពីខ្ញុំទាំងអស់ដោយសារតែការយល់ច្រឡំលោកតើយើងគួរដោះស្រាយជាមួយសាខាទី2ទេមើលពួកគេឲ្យចិត្តស្រីលះនិងខ្ញុំនឹងដោះស្រាយជាមួយនាងជាមួយគ្នាបាទលោកកូនគ្មានឪពុកគ្មានសុជីវធម៌អ្វីដែលឯងធ្វើគឺលួចលាក់និងលួចរបស់ឯងថែមទាំងលួចប្រដាប់ក្មេងលេងរបស់កូនប្រុសខ្ញុំម្ដាយឯងណែណាថាម្ដាយឯងចេញមកបើឯងមិនបងលុយទេខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយមីលីឯងឈឺទេកូនខ្ញុំមិនបានលួចប្រដាប់ក្មេងលេងរបស់គេទេឯងមានបញ្ហាអីចោទប្រកាន់កូនខ្ញុំថាលួចទ្រព្យឯងមានភស្តុតាងទេបើគ្មានភស្តុតាងទេនោះគឺជាការប្រមាថខ្ញុំអាចប្តឹងឯងពីបទប្រមាថឯងគិតថាពីឯងជាច្បាប់ផ្លែប៉ោមអាក្រក់មួយធ្វើឲ្យខូចទាំងធំឯងមានកូនក្រៅអាពាហ៍ពិពាហ៍ឯងនៅទីនេះរាប់ឆ្នាំហើយឯងប្រហែលជាអ្នកបំផ្លាញគ្រួសារតែត្រូវបុរសខ្លះឧបត្ថម្ភហើយបន្ទាប់មកបោះបង់ចោលម្ដាយខ្ញុំមិនមែនជាអ្នកបំផ្លាញគ្រួសារទេមិនមែនអ្នកបំផ្លាញគ្រួសារយើងមិនដែលឃើញឪពុកឯងទេកូនខុសច្បាប់ក៏ជាកូនខុសច្បាប់អ្នកភុតកុហក
កូនប្រុសរបស់ខ្ញុំមិនមែនជាកូនខុសច្បាប់ទេសូមអរគុណសម្រាប់ថ្ងៃនេះដែលបានជួយខ្ញុំនិងទារករបស់យើងឲ្យរួចផុតរតនាអ្វីដែលអ្នកបាននិយាយមុននេះអ្នកមិនទាន់ដឹងថាមីលីនិងខ្ញុំពិតជាអ្នកណាទេគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះនេះសម្រាប់អ្នកអរគុណលោកហេតុអ្វីបានជាអ្នកមកទីនេះថ្ងៃនេះដើម្បីបដូរបង្រំចូលមកជាមួយខ្ញុំមកទីនេះថ្ងៃនេះមិនមែនត្រឹមតែបដូរបង់រំទេប៉ុន្តែសម្រាប់ហេតុផលមួយទៀតខ្ញុំចង់ក្លាយជាកូនសិស្សរបស់វិជ្ជាបណ្ឌិតអរុណដើម្បីរៀនអស្ចារ្យ2នាក់បើអ្នកអាប់សុកម្លេះទៅរកអ្វីផ្សេងធ្វើទៅកុំលេងសើចពីរឿងនេះអីខ្ញុំមិនលេងសើចទេអញ្ចឹងហេតុអ្វីបានជាអ្នកស្រាប់តែចង់រៀនអស្ចារ្យព្រោះតាំងពីពេលនោះខ្ញុំមិនចេះអស្ចារ្យទើបខ្ញុំបាត់បង់ភរិយាខ្ញុំនិយាយបែបនេះមែនសូមឲ្យឱកាសខ្ញុំផងរតនាជាមួយអ្នកខ្ញុំមិនដឹងអ្វីជាការពិតនិងអ្វីជាការកុហកគាត់ពិតជាស្មោះត្រង់ណាស់យកគាត់ធ្វើជាកូនសិស្សរបស់អ្នកទៅខ្ញុំសន្យាខ្ញុំនឹងបង្រៀនកូនសិស្សថ្មីរបស់ខ្ញុំឲ្យបានល្អមិនក៏អ្នកនាយចាញ់បោកគេម្លេះតែប្រដាប់ក្មេងលេងមួយហើយអ្នកក៏ទៅខាងគាត់ហើយតម្រូវការរបស់ខ្ញុំសម្រាប់កូនសិស្សតឹងរឹងណាស់បើអ្នកមិនអាចបំពេញតាមបានអ្នកអាចត្រូវបណ្តេញចេញពីការហ្វឹកហាត់បានគ្រប់ពេលបាទលោកគ្រូលោករតនាអ្នកទុកក្រុមហ៊ុនរបស់អ្នកឲ្យដំណើរការដោយខ្លួនឯងមក clinic នេះធ្វើជាកូនសិស្សស្រីលាក់មានការយល់ច្រឡំអំពីអ្វីដែលបានកើតឡើងកាលពីពេលនោះខ្ញុំត្រូវឈ្នះបេះដូងនាងមកវិញអញ្ចឹងអ្នកគ្រាន់តែប្រើខ្ញុំអញ្ចឹងអ្នកមកចិត្តខ្ញុំដោយចេតនាខ្ញុំចេញទៅ5ឆ្នាំមុនអ្នកចង់ហើយលែងលះខ្ញុំឥឡូវអ្នកត្រឡប់មកវិញធ្វើជាល្អយ៉ាងនេះស្រីលាក់អ្វីដែលកើតឡើងគឺការយល់ច្រឡំតើមានអ្វីឲ្យយល់ច្រឡំវីរៈបានប្រាប់ខ្ញុំថាអ្នកចង់ឲ្យយើងលែងលះចេញទៅឥឡូវនេះបើអ្នកមិនចេញទេខ្ញុំនឹងមិនទុកដាក់ទេស្រីលាក់អ្នកពិតជាមិនមានគម្រោងជួបគាត់ទេយាយរវាងយើងវាចប់តាំងពី5ឆ្នាំមុនប៉ុន្តែយាយឃើញថាអារម្មណ៍របស់ក្មេងនោះចំពោះអូនវាពិតប្រាកដបើអារម្មណ៍របស់គាត់ចំពោះខ្ញុំពិតប្រាកដគាត់មិនបដិសេធមីលីទេហើយគាត់មិនសុំលែងលះទេអញ្ចឹងស្រីលាក់សូមបើកទ្វារយើងនិយាយគ្នាម៉ាក់ភ្លៀងនៅខាងក្រៅមើលទឹកភ្លៀងនេះវាកំពុងធ្លាក់កាន់តែខ្លាំងស្រីលាក់បើអូនពិតជាមិនចង់ជួបគាត់យ៉ាងហោចណាស់ឲ្យគាត់ទៅផ្ទះវិញចុះបើគាត់ឈឺធ្ងន់នៅទីនោះខ្ញុំមិនដែលប្រាប់គាត់ឲ្យឈរក្រោមភ្លៀងទេម៉ាក់ប៉ាដួលសន្លប់អ្នកជាមនុស្សធំហើយមើលថែខ្លួនឯងមិនបានទេស្រីលាក់កុំទៅកុំចាក់ចេញពីខ្ញុំលេងទេខ្ញុំធ្លាប់លេងម្ដងហើយលើកនេះទោះអ្នកថាយ៉ាងណាក៏ដោយខ្ញុំនឹងមិនលេងដៃរបស់អ្នកឡើយរតនាអ្នកនៅមិនយល់ទេ5ឆ្នាំមុនវាចប់ហើយរវាងយើងចាប់ពីពេលដែលអ្នកបដិសេធមីលីហើយឲ្យវីរៈប្រាប់ខ្ញុំថាយើងនឹងលែងលះវាចប់ហើយខ្ញុំមិនដែលបដិសេធមីលីហើយខ្ញុំមិនដែលគិតអំពីការលែងលះអ្នកថ្ងៃនោះនៅក្រៅការិយាល័យរបស់អ្នកខ្ញុំបាននឹងអ្នកនិយាយដោយត្រចៀកខ្ញុំផ្ទាល់ហើយអ្នកនៅតែកុហកខ្ញុំនោះដោយសារតែគ្រូពេទ្យបានប្រាប់ខ្ញុំអ្នកមានផ្ទៃពោះក្រៅស្បូនបើយើងមិនបញ្ចប់ការមានផ្ទៃពោះទេអ្នកនឹងស្លាប់រតនាពេលនេះអ្នកនឹងនិយាយអ្វីក៏បានដើម្បីឲ្យខ្ញុំអត់ទោសឲ្យអ្នកអាចនិយាយអ្វីក៏បានមែនទេណាខ្ញុំជាគិលានុបដ្ឋាយិកាតើអ្នកគិតថាខ្ញុំមិនដឹងទេថាវាជាការមានផ្ទៃពោះក្រៅស្បូនខ្ញុំមិនកុហកអ្នកទេបើអ្នកមិនជឿខ្ញុំអ្នកអាចសួរគ្រូពេទ្យនោះហើយរឿងមួយទៀតខ្ញុំមិនដែលលែងលះអ្នកទេវីរៈជាអ្នកដាក់ពាក្យលែងលះជំនួសខ្ញុំដោយមិនបានសួរខ្ញុំអញ្ចឹងហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំពេលនោះព្រោះខ្ញុំដឹងច្បាស់ជាងអ្នកណាថាអ្នកយកចិត្តទុកដាក់ប៉ុណ្ណាចំពោះកូននេះបើខ្ញុំប្រាប់អ្នកខ្ញុំខ្លាចអ្នកមិនអាចទ្រាំបានសូមអត់ទោសឲ្យខ្ញុំដែលមិនស្មោះត្រង់សូមឲ្យឱកាសមួយទៀតដើម្បីសងស្គាល់អ្នកនិងលីស
ម៉ាក់ខ្ញុំគិតថាការសុំទោសរបស់ប៉ាពិតជាស្មោះត្រង់មែនហេតុអ្វីម៉ាក់មិនអត់ទោសឲ្យគាត់ អញ្ចឹងឯងជាអ្នកក្បត់តូចឯងដឹងថាគាត់ជាប៉ារបស់ឯងតាំងពីដើមមែនទេ មិនយូរប៉ុន្មានទេគឺពេលពូវីរៈនិយាយថាខ្ញុំមើលទៅដូចគាត់ខ្លាំងណាស់ទើបខ្ញុំស្មានដឹង បើអ្នកចង់ឲ្យខ្ញុំអត់ទោសអ្នកត្រូវតែបង្ហាញភាពស្មោះត្រង់ពិតប្រាកដជាមុន ម្ដាយមីង យូរណាស់មិនបានជួបស្រីលាក់អ្នកជាមនុស្សឬខ្មោចកណ្ដាលថ្ងៃមានខ្មោចឯណាអ្នកមិនទាន់ស្លាប់ទេមុនពេលដែលខ្ញុំឃើញអ្នកបាត់បង់អ្វីទាំងអស់តើខ្ញុំអាចស្លាប់ដោយសុខចិត្តយ៉ាងដូចម្ដេច ម៉ាក់ខ្ញុំមិនដែរសម្រាប់ខ្លួនឯងទេ ឯងមិនទាន់ អ្នកគួរតែមានអំណរគុណដែលស្រីលាក់និងមីលីនៅមានសុវត្ថិភាពបើមិនដូច្នេះទេគ្រាន់តែលេងលះគឺស្រាលពេកសម្រាប់អ្នកវុនធឿនបានចុះហត្ថលេខារួចហើយចុះហត្ថលេខាឥឡូវនេះចេញពីគ្រួសាររតនៈ ចាក់ចេញដោយគ្មានអ្វីសោះមិនអាចទៅរួចទេលេងលះក៏បានប៉ុន្តែទ្រព្យសម្បត្តិរបស់គ្រួសាររតនៈត្រូវតែចែកជាមួយខ្ញុំពាក់កណ្ដាល អ្នកបានធ្វើកំហុសធ្ងន់ធ្ងរហើយអ្នកនៅហ៊ានទីមទាពាក់កណ្ដាលទ្រព្យសម្បត្តិគ្រួសាររតនៈសុទ្ធវិនទៅចុះ ដូច្នេះគ្មានអ្វីត្រូវពិភាក្សាទេកិច្ចព្រមព្រៀងនេះខ្ញុំមិនចុះហត្ថលេខាទេអ្នកអាចបំភ្លេចវាបានអ្នកកំពុងហួសព្រំដែនដូច្នេះតើនេះយ៉ាងម៉េចនេះជាអ្វីនេះជាភស្តុតាងដែលអ្នកស៊ីសំណូកគ្រូពេទ្យដើម្បីធ្វើបាបស្រីលាក់បើអ្នកនៅតែមិនព្រមសារភាពហើយខ្ញុំប្រកល់វាទៅប៉ូលីសតើអ្នកគិតថានឹងមានអ្វីកើតឡើងអ្នកហ៊ានគំរាមខ្ញុំយកមកវិញសន្តិសុខយកមកវិញ បោះនាងចេញទៅរួចហុចភស្តុតាងទៅប៉ូលីសតើនាងចូលចិត្តប្រើឈ្មោះគ្រូសាររតនៈដើម្បីបំពានអំណាចហើយចេញសេចក្តីថ្លែងការណ៍ថាគ្រូសាររតនៈចាប់ពីពេលនេះទៅគ្មានទំនាក់ទំនងជាមួយនាងតតែសោះយកនាងចេញទៅពួកអ្នកបំរើខ្ញុំជាលោកស្រីម្ចាស់ផ្ទះតោះលែងខ្ញុំបន្ថែមពីថ្នាំដែលខ្ញុំឲ្យអ្នកហើយអ្នកក៏គួរតែប្រកាន់ខ្ជាប់ របបអាហារស្រាលផឹកទឹកបន្តិចអរគុណវិជ្ជាបណ្ឌិតស្រីលាក់តើអ្នកពេញចិត្តនឹងការសម្ដែងរបស់ខ្ញុំទេក្នុងរយៈពេល 6 ខែកន្លងមកស្ទើរបើអញ្ចឹងមកផ្ទះជាមួយខ្ញុំមិនអីទេអ្នកថាមកផ្ទះហើយខ្ញុំមកផ្ទះភ្លាមធ្វើអញ្ចឹងខ្ញុំមើលទៅមិនល្អទេ ជីតានឹកអ្នកហើយគាត់ពិតជាចង់ជួបមីលីអូដូច្នេះមានតែជីតាទេតែចង់ជួបខ្ញុំអត់ទេតាមពិតគាត់នឹកអ្នកណាស់ក្នុងរយៈពេល 5 ឆ្នាំនេះគាត់នឹកអ្នកខ្លាំងណាស់ស្ទើរតែឈួតប៉ាត្រូវតែនិយាយថាប៉ាចូលចិត្តម៉ាក់ហើយស្រឡាញ់ម៉ាក់ខ្ញុំចង់និយាយថារតនៈ 5 ឆ្នាំកន្លងទៅហើយហើយអ្វីបានជាអ្នកនៅតែយឺតយ៉ាងនេះផ្នែករ៉ូមែនទិកមើលអ្នកទាំងពីរណាត់គ្នាធ្វើឲ្យខ្ញុំឈួតអូវីគ្រាន់តែឪពុកអ្នកធ្លាប់ជាមនុស្សប្រុសរំភើប តែអ្នកក្រោយពីយូរមកមិនអាចនិយាយសូម្បីតែពាក្យផ្អែមមួយម៉ាត់ជីតាហើយអ្វីបានជាជីតានិងវីរៈមកនៅទីនេះទាំងពីរបើខ្ញុំមិនមកឥឡូវរងចាំក្មេងរឹងរូនេះឈ្នះចិត្តអ្នកខ្ញុំប្រហែលជានៅក្នុងភ្នូមុនពេលខ្ញុំឃើញកូនប្រសាស្រីនិងចៅទូតប្រុសរបស់ខ្ញុំមកផ្ទះសូមឲ្យជីតាមានអាយុវែងស្រីលាក់អំពីរឿងដែលកើតឡើងកាលពីពេលនោះខ្ញុំក៏ត្រូវបានបបបញ្ឆោតដោយសុខានោះហើយជាមូលហេតុដែលខ្ញុំណែនាំអ្នកឲ្យលែងលះរតនៈសូមទោសតែរតនៈពិតជាស្រឡាញ់អ្នកក្នុងអំឡុងពេល 5 ឆ្នាំដែលអ្នកបាត់ខ្លួន របៀបដែលគាត់ឆ្លងកាត់ខ្ញុំបានឃើញទាំងអស់ជីតាសន្យាជាមួយអ្នកលើកនេះពេលអ្នកត្រឡប់ទៅអ្នកនឹងមិនត្រូវគេធ្វើបាបសូម្បីតែបន្តិចចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាមេគ្រួសារស្រីរបស់គ្រួសាររតនៈស្រីលាក់ខ្ញុំស្រឡាញ់អ្នកតាំងពី 5 ឆ្នាំមុនលើកទី 1 ដែលខ្ញុំបានជួបអ្នកខ្ញុំបានស្រឡាញ់អ្នកតោះចាប់ផ្ដើមសាជាថ្មីមិនអីទេបាទ